ចាជាដំបូងនេះសូមនេះខ្ញុំសូមជូនព័ត៌មានប្រចាំថ្ងៃដែលមានវេទិកាដូចតទៅយោធាថៃវាយប្រហារឈ្លានពានកម្ពុជាជាថ្មីបង្កឲ្យកងទ័ពនិងជនស៊ីវិលកម្ពុជាស្លាប់និងរបួសជាច្រើនអ្នកអង្គការក្រៅប្រទេសអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យស្នើសុំអង្គការសហប្រជាជាតិកោះប្រជុំជាបន្ទាន់ចំពោះការឈ្លានពានមកកម្ពុជាដោយភាគីថៃកម្ពុជាមិនបានលុបចោលពិធីសម្ពោធបើកច្រកព្រំដែនជាមួយវៀតណាមខណៈដែលថៃបើកការបាញ់ប្រហារដោយអាវុធធុនធ្ងន់មកកម្ពុជាជាថ្មីទៀតអ្នកខ្លំមើលថាបើជនរងគ្រោះដោយសារតែក្រុមហ៊ុន Prince និងក្រុមហ៊ុន Hui Wan Phe បន្តរក្សាភាពស្ងៀមស្ងាត់និងមិនអាចទទួលបានយុត្តិធម៌ឡើយរួមនឹងព័ត៌មានសំខាន់មួយចំនួនទៀតចាជាបន្តទៅទៀតនេះនាងខ្ញុំសុជីវីសូមជូនព័ត៌មានទាំងនេះពិស្ដាចលនានាងកញ្ញាជាទីមេត្រីពលរដ្ឋខ្មែរចំនួន4នាក់បានស្លាប់និង9នាក់ទៀតរងរបួសដោយសារតែការបាញ់ប្រហារជាការឈ្លានពានរបស់ទាហានថៃមកលើកម្ពុជានៅថ្ងៃទី8ខែធ្នូឆ្នាំ2025នេះខណៈដែលពលរដ្ឋខ្មែរនៅជាប់ព្រំដែនរាប់ម៉ឺននាក់ផ្សេងទៀតកំពុងរត់ភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាពចានេះបើតាមតួលេខបឋមដែលចេញផ្សាយដោយរដ្ឋមន្ត្រីក្រសួងព័ត៌មានគឺលោកនេតភក្ត្រាទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងព័ត៌មាននិងអ្នកនាំពាក្យក្រសួងការពារជាតិនៅមិនទាន់បញ្ជាក់អំពីកងទ័ពកម្ពុជាដែលបានពាក់លីនៅតំបន់សមរភូមិនោះនៅឡើយទេប៉ុន្តែនៅតាមបណ្ដាញសង្គមមួយចំនួនវិញអ្នកប្រើប្រាស់ Facebook ខ្លះបានបង្ហោះនិងចែកចាយរូបភាពកងទ័ពកម្ពុជាដែលបានពាក់លីជីវិតជាបន្តបន្ទាប់ដោយសារតែកងទ័ពថៃបានបើកការវាយប្រហារដោយសន្ធាប់ចូលឈ្លានពានកម្ពុជាជាថ្មីទៀតនេះចាលោកថាថៃនឹងឡើងមករាយការណ៍ផ្ទាល់អំពីរឿងនេះជូនលោកអ្នកនាងចាដោយលោកបានតាមដានព័ត៌មាននេះចាពេញមួយថ្ងៃនឹងប្រមូលព័ត៌មានតាំងពីគ្រប់ជ្រុងទាំងអស់នៅក្នុងតំបន់ព្រំដែនដែលមានបញ្ហាដោយសារតែការទាហានថៃបាញ់ឈ្លានពានកម្ពុជានេះហើយជាមួយគ្នានេះចានាងខ្ញុំនឹងមានសម្ភារផ្ទាល់ដែរជាមួយនឹងតំណាងអង្គការសង្គមស៊ីវិលមួយរូបចាគឺលោកអិនគង្ជិតចាលោកជាអ្នកដែលតាមដានបញ្ហានៅតាមព្រំដែននៅខេត្តឧត្តរមានជ័យនិងខេត្តបន្ទាយមានជ័យចាយើងនឹងបានដឹងពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលភៀសខ្លួនទៅរកកន្លែងសុវត្ថិភាពចាគេចចេញពីក្របកាំភ្លើងនៅតាមព្រំដែននេះចាសូមអញ្ជើញលោកនាងចាកុំភ្លេចតាមដានសេចក្តីរាយការណ៍របស់លោកថាថៃនៅពេលបន្តិចទៀតនិងកិច្ចសម្ភាសនេះនៅពេលបន្តិចទៀតនេះដែរកុំបីខានលោកនាងកញ្ញាជាទីមេត្រីជាមួយនឹងការចាប់ផ្ដើមផ្សាយទូរទស្សន៍អាស៊ីសេរីនេះយើងខ្ញុំក៏សូមអរគុណចំពោះភក្ដីភាពនិងការជឿជាក់របស់លោកអ្នកនាងលើសារព័ត៌មានឯករាជ្យសម្រាប់ប្រជាជនកម្ពុជាយើងនឹងរួមដំណើរជាមួយគ្នាក្នុងបេសកកម្មផ្ដល់និងទទួលព័ត៌មានពិតបាទសូមអញ្ជើញលោកអ្នកនាងកញ្ញាចូលទៅចុច follow នៅលើ Facebook ដែលមានអាសយដ្ឋាន www.facebook.com/tfa ខ្មែរនិង Subscribe លើ YouTube ដែលមានអាសយដ្ឋាន www.youtube.com/tfa ខ្មែរបាទសូមអរគុណចាលោកនាងកញ្ញាជាទីមេត្រីចាយើងងាកមកតាមដានបញ្ហាសង្គមវិញម្ដងចាដោយបន្តិចទៀតនេះចាយើងនឹងទៅដល់ព័ត៌មានក្តៅគគុកពីបញ្ហាព្រំដែនចាយើងមកមើលស្ថានភាពរបស់ជនរងគ្រោះដែលរងគ្រោះដោយសារក្រុមហ៊ុន Prince Group និង Hui Wan Phe វិញម្ដងចាអ្នកតាមដានបញ្ហាសង្គមលើកឡើងថាជនរងគ្រោះដោយសារតែក្រុមហ៊ុន Prince Group របស់លោកចិនស៊ីនិងក្រុមហ៊ុន Hui Wan Phe របស់លោកអុកញ៉ាហ៊ុនតូនឹងមិនអាចទទួលបានយុត្តិធម៌ឡើយប្រសិនបើពួកគាត់បន្តរក្សាភាពស្ងាត់ស្ងៀមអ្នកខ្លំមើលថាជនរងគ្រោះរាប់រយនាក់ដែលនៅស្ងៀមស្ងាត់មិនហ៊ានប្រើសិទ្ធិតវ៉ានិងរងចាំតែដំណោះស្រាយពីអាជ្ញាធរនោះគឺនឹងក្លាយទៅជាជនរងគ្រោះដែលមិនខុសពីអ្នកចាញ់បោកគម្រោងដីខ្យល់របស់អង្គការមួយចំនួននោះឡើយចាសសូមអញ្ជើញលោកនាងចាំមកស្ដាប់សេចក្តីរាយការណ៍របស់លោកសេបណ្ឌិតអំពីរឿងនេះការដាក់ពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលក្រុមហ៊ុន Hui Wan Phe និងក្រុមហ៊ុន Prince បង្កក់លុយអាចនឹងពិបាកសង្ឃឹមក្នុងការទទួលបានយុត្តិធម៌និងជំរុញឲ្យមានការចាប់ខ្លួនមេខ្លោងធំៗនៃក្រុមហ៊ុនទាំងពីរនោះដោយសារតែលោកចិនស៊ីនិងលោកហ៊ុនតូគឺជាទីប្រឹក្សានិងជាសាច់ញាតិក្រុមគ្រួសារត្រកូលហ៊ុនទោះយ៉ាងណាក្តីក្រមមន្ត្រីសិទ្ធិមនុស្សនិងអ្នកឃ្លាំមើលបានជំរុញឲ្យជនរងគ្រោះចេញមុខតវ៉ានិងស្វែងរកកិច្ចអន្តរាគមន៍ដោយសន្តិវិធីដើម្បីស្វែងរកយុត្តិធម៌នាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោកអំសំអាតប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី8ខែធ្នូថាជនរងគ្រោះដែលត្រូវបានក្រុមហ៊ុន Hui Wan Phe បង្កក់លុយនោះប្រសិនបើបន្តនៅស្ងៀមស្ងាត់និងមិនហ៊ានស្វែងរកកិច្ចអន្តរាគមន៍ដោយសន្តិវិធីណាមួយពួកគាត់នឹងមិនអាចទទួលបានយុត្តិធម៌សម្រាប់ខ្លួនឯងនោះឡើយកន្លងមកក្រុមហ៊ុនមួយចំនួនឆោបបោកទៅលើប្រជាពលរដ្ឋដូចជាក្រុមហ៊ុនលេងចន្ទនាក្រុមហ៊ុនមួយចំនួនទៀតអីជាដើមហ្នឹងនៅពេលដែលប្រតិកម្មពីជនរងគ្រោះទៅមានការយកចិត្តទុកដាក់ហើយនឹងមានវិធានការពីរដ្ឋាភិបាលនិងស្ថាប័នដែលពាក់ព័ន្ធអញ្ចឹង
នៅពេលដែលជនរងគ្រោះមិនបានផ្ដល់ព័ត៌មានហើយនឹងបានតាំងខ្លួនជាជនរងគ្រោះទេព័ត៌មានហ្នឹងវាអាចនឹងស្ងាត់ស្ងៀមដោយមិនបានដឹងអញ្ចឹងបង្កឲ្យជនរងគ្រោះផ្សេងទៀតអាចធ្លាក់ទៅជាជនរងគ្រោះទៅលើក្រុមហ៊ុនដដែលហ្នឹងដោយអ្នកដែលត្រូវបានរងគ្រោះពីមុនអញ្ចឹងពួកគាត់គឺមិនគួរនៅស្ងៀមទេគួរតែផ្ដល់ព័ត៌មានហើយនឹងស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមសម្កិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលតើតើនឹងរឿងនេះដែរប្រធានអង្គការប្រជាធិបតេយ្យខ្មែរលោកសឹងសែនករណាលើកឡើងថាតាមអំណាចតុលាការនិងច្បាប់កម្ពុជាអាជ្ញាធរគឺមានទូនាទីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលរងគ្រោះទោះយ៉ាងណាក្តីលោកថាការស្ងៀមស្ងាត់របស់ជនរងគ្រោះអាចដោយសារតែពួកគាត់គ្មានសង្ឃឹមលើប្រព័ន្ធច្បាប់នៅកម្ពុជាប៉ុន្តែលោកក៏នៅតែជំរុញឲ្យជនរងគ្រោះដាក់ញត្តិទៅកាន់ក្រសួងពាក់ព័ន្ធនិងស្ថានទូតនៃបណ្ដាប្រទេសប្រជាធិបតេយ្យធំៗឲ្យជួយអន្តរាគមន៍លើរឿងនេះខ្ញុំនៅតែទទូចឲ្យប្រជាពលរដ្ឋអ្នកដែលរងគ្រោះផលប៉ះពាល់អំពីអំពើហ្នឹងត្រូវសិក្សាជាមួយនឹងអ្នកជំនាញក្នុងនីតិវិធីផ្លូវច្បាប់ឬក៏អង្គការសង្គមនានាដើម្បីផ្ដល់ជាប្រឹក្សាយោបល់ហើយនឹងរកដំណោះស្រាយជូនពួកគាត់ទៅតាមលទ្ធភាពធ្វើទៅបានប៉ុន្តែបើអត់មានដំណោះស្រាយណាមួយដែលអាចទទួលយកបានគឺពលរដ្ឋអាចមានសិទ្ធិក្នុងការដាក់ញត្តិទាមទារតវ៉ាបាតកម្មទៅតាមស្ថាប័នដែលមានអំណាចមានឥទ្ធិពលរកដំណោះស្រាយឲ្យខ្លួននឹងឯងជាពិសេសគឺអ្នកដែលមានឥទ្ធិពលទៅលើជនដែលបោកប្រាស់ហ្នឹងអញ្ចឹងត្រូវធ្វើការដាក់ញត្តិធ្វើការទាមទារតវ៉ាដោយសន្តិវិធីណាមួយដើម្បីជំរុញឲ្យអ្នកមានឥទ្ធិពលមានអំណាចហ្នឹងប្រើវិធានការដោះស្រាយបញ្ហាជូនពួកគាត់ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ23តុលាលោកកឹមសុខវិញយល់ថាជនរងគ្រោះដែលហ៊ានដាក់ពាក្យប្តឹងតវ៉ាតាមអ៊ីមែលទៅកាន់ស្ថានទូតអាមេរិកនិងបណ្ដាប្រទេសប្រជាធិបតេយ្យធំៗគឺជាសម្លេងដ៏សំខាន់ដើម្បីទប់ស្កាត់ប្រតិបត្តិការក្រុមហ៊ុន Prince និង Huiwan Pay កុំឲ្យបន្តប្រតិបត្តិការអំពើឧក្រិដ្ឋកម្មនៅកម្ពុជាបន្តទៀតលោកយល់ថារដ្ឋាភិបាលត្រកូលហ៊ុននឹងមិនអាចប្រងើយកន្តើយមិនដោះស្រាយបញ្ហាឧក្រិដ្ឋកម្មនៅកម្ពុជាបាននោះឡើយនៅពេលដែលអន្តរជាតិបន្តដាក់ទណ្ឌកម្មកាន់តែច្រើនលើមនុស្សជំនិតរបស់ខ្លួនបច្ចុប្បន្នកម្ពុជាបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនឬក៏ឧក្រិដ្ឋជនឆ្លងដែនហ្នឹងត្រឹមតែមានឥទ្ធិពលទេប៉ុន្តែទៅថ្ងៃអនាគតពួកហ្នឹងគឺជាអ្នកដឹកនាំកម្ពុជាតែម្ដងហើយរដ្ឋាភិបាលបច្ចុប្បន្នប្រសិនបើនៅបន្តក្រុមគ្រួសារហ៊ុនហ្នឹងគ្រាន់តែជាអ្នកចាំធ្វើតាមពួកបណ្ដាញឧក្រិដ្ឋជនអន្តរជាតិតែប៉ុណ្ណោះមកដល់ពេលនេះអតិថិជនក្រុមហ៊ុន Huiwan Pay និងធនាគារ Prince Group នៅតែប្រឈមនឹងបញ្ហាដកលុយចេញពីគណនីមិនបានក្រោយសហគមន៍អន្តរជាតិជាពិសេសអាមេរិកនិងសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មបង្កក់លុយរាប់ពាន់លានដុល្លារលើក្រុមហ៊ុនទាំងពីរនោះដោយសារតែរកឃើញពីការធ្វើចំនួនឧក្រិដ្ឋកម្មលាងលុយកខ្វក់និងឆបោកតាមអនឡាញលក្ខណៈអន្តរជាតិលើសពីនេះអតិថិជនខ្លះទៀតរបស់ធនាគារ Prince ក៏រងការគំរាមកំហែងបង្ខំឲ្យលក់ទ្រព្យសម្បត្តិដើម្បីសងធនាគារផងដែរទោះជាបែបនេះក្តីធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី5ខែធ្នូបានចេញសេចក្តីជូនដំណឹងដោយស្នើទៅដល់ម្ចាស់បំណុលនិងបុគ្គលដែលពាក់ព័ន្ធទាំងអស់ដែលមិនទាន់ទទួលបានការទូទាត់ប្រាក់ពីក្រុមហ៊ុន Huiwan Pay យកភស្តុតាងឬឯកសារពាក់ព័ន្ធនានាទៅកាន់ធនាគារជាតិចាប់ពីថ្ងៃទី9រហូតដល់ថ្ងៃទី19ខែធ្នូអ្នកខ្លាំមើលលើកឡើងថាបើទោះបីជាជនរងគ្រោះនៃក្រុមហ៊ុន Huiwan Pay របស់លោកហ៊ុនតូនិងក្រុមហ៊ុន Prince Group របស់លោកជេនស៊ីអាចនឹងពិបាកនៅក្នុងការទទួលបានយុត្តិធម៌ក៏ដោយក៏ពួកគាត់ថាជនរងគ្រោះទាំងអស់គួរប្រើសិទ្ធិស្របច្បាប់របស់ខ្លួនដើម្បីតវ៉ាឲ្យក្រុមហ៊ុននិងអាជ្ញាធរពាក់ព័ន្ធទទួលខុសត្រូវនិងចេញមុខដោះស្រាយលើពីនេះជនរងគ្រោះក៏អាចប្រមូលផ្ដុំគ្នាតវ៉ានិងដាក់ញត្តិទៅតាមស្ថានទូតអាមេរិកនិងប្រទេសប្រជាធិបតេយ្យរួមទាំងក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីជួយអន្តរាគមន៍លើរឿងនេះអ្នកខ្លាំមើលយល់ឃើញទៀតថាប្រសិនបើជនរងគ្រោះនៃក្រុមហ៊ុន Huiwan Pay និង Prince មិនហ៊ានធ្វើសកម្មភាពអ្វីសោះក្នុងការទាមទារយុត្តិធម៌សម្រាប់ខ្លួនឯងពួកគាត់អាចនឹងបន្តរងគ្រោះក្នុងរយៈពេលយូរអង្វែងនិងថែមទាំងបើកឱកាសឲ្យក្រុមហ៊ុនខិលខូចទាំងនោះកាន់តែពង្រីកបណ្ដាញឧក្រិដ្ឋកម្មអំពើលាងលុយកខ្វក់របស់ខ្លួននិងឆបោកតាមអនឡាញកាន់តែធំដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជារងគ្រោះកាន់តែច្រើនបន្ថែមទៀតខ្ញុំបាទសេកបណ្ឌិតទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានី Washington ចាលោកនាងកញ្ញាជាទីមេត្រីចាតតទៅនឹងជនរងគ្រោះដោយសារតែក្រុមហ៊ុន Prince Group និងក្រុមហ៊ុន Huiwan Pay នេះចានៅក្នុងនីតិវេទិកានៃស្ដាប់វិទ្យុអាស៊ីសេរីនៅយប់ថ្ងៃអង្គារស្អែកនេះចាយើងនឹងជជែកពិភាក្សាគ្នាតតងថាតើជនរងគ្រោះអាចធ្វើអ្វីបានខ្លះចាដើម្បីឲ្យពួកគាត់បានទទួលយុត្តិធម៌ហើយនៅក្នុងកិច្ចពិភាក្សានោះចាយើងនឹងមានភ្ញៀវពីររូបចាគឺមានលោកកឹមសុខចានិងលោកសេកម៉ាលីចាដែលលោកទាំងពីរនឹងមកបង្ហាញថាតើមានមធ្យោបាយណាខ្លះសម្រាប់ជនរងគ្រោះដោយសារតែក្រុមហ៊ុនដែលមានមេដឹកនាំជាឧក្រិដ្ឋជនឆបោកតាមអនឡាញកម្រិតអន្តរជាតិនេះអាចនឹងធ្វើអ្វីបានខ្លះដើម្បីឲ្យពួកគាត់បានទទួលយុត្តិធម៌នៅពេលដែលទ្រព្យសម្បត្តិរបស់
ក្រុមហ៊ុនទាំងនេះចាត្រូវបណ្ដាប្រទេសលោកសេរីបង្កក់ចានៅក្នុងតម្លៃរាប់ពាន់លានដុល្លារនោះចាដូច្នេះតើអាចធ្វើយ៉ាងម៉េចដើម្បីឲ្យពួកគាត់បានសំណងឬក៏ពួកគាត់អាចបានប្រាក់ខ្លះមកវិញនៅក្នុងពេលដែលពួកគាត់ចាញ់បោកក្រុមហ៊ុនទាំងនេះចាសូមអញ្ជើញលោកនាងចាកុំភ្លេចរងចាំតាមដានកិច្ចពិភាក្សាវេទិកាអ្នកស្ដាប់វេទិកាអ្នកស្ដាប់ទូរទស្សន៍អាស៊ីសេរីចានៅយប់ថ្ងៃអង្គារស្អែកនេះកុំបីខានចាលោកនាងកញ្ញាជាទីមេត្រីចាពលរដ្ឋខ្មែរចំនួន4នាក់បានស្លាប់និង9នាក់ទៀតរងរបួសដោយសារតែការបាញ់ប្រហារឈ្លានពានរបស់ទាហានថៃមកលើកម្ពុជានៅថ្ងៃទី8ខែធ្នូនេះខណៈដែលពលរដ្ឋខ្មែរនៅជាប់ព្រំដែនរាប់ម៉ឺននាក់ផ្សេងទៀតកំពុងតែភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាពនេះបើតាមតួលេខបឋមដែលផ្ដល់ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកនេតភក្ត្រាទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងព័ត៌មាននិងអ្នកនាំពាក្យក្រសួងការពារជាតិនៅមិនទាន់បញ្ជាក់ថាតើកងទ័ពកម្ពុជាដែលបានពលីនោះមានប៉ុន្មាននោះទេប៉ុន្តែនៅលើបណ្ដាញសង្គមមួយចំនួនវិញចាមានអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះបានបង្ហោះចែកចាយរូបភាពកងទ័ពកម្ពុជាដែលបានពលីជីវិតនោះជាបន្តបន្ទាប់ដោយសារតែកងទ័ពថៃបានបើកការវាយប្រហារដោយសន្ធាប់ឈ្លានពានចូលទឹកដីកម្ពុជាចាជានៅពេលបន្តិចទៀតនេះចាលោកថាថៃនឹងមករាយការណ៍ផ្ទាល់ជូនលោកអ្នកនាងដែលលោកបានប្រមូលព័ត៌មានពេញមួយថ្ងៃចាដើម្បីជម្រាបជូនលោកអ្នកនាងនៅពេលបន្តិចទៀតនេះហើយនឹងខ្ញុំក៏នឹងមានសម្ភារផ្ទាល់មួយជាមួយនឹងលោកអិនគុណចិត្តចាលោកគឺជាមន្ត្រីឃ្លាំមើលនិងអង្កេតរបស់អង្គការអាត6ចាអង្គការការពារសិទ្ធិមនុស្សអាត6ដែលប្រចាំនៅតំបន់ព្រំដែននៅខេត្តតាមបណ្ដោយព្រំដែនមានខេត្តឧត្តរមានជ័យខេត្តបន្ទាយមានជ័យជាដើមចាសូមអញ្ជើញលោកនាងចាកុំភ្លេចតាមដានព័ត៌មាននេះដែលនឹងរាយការណ៍ផ្ទាល់ដោយលោកថាថៃនិងបទសម្ភាសន៍ជាមួយលោកអិនគុណចិត្តចានៅពេលបន្តិចទៀតនេះចាលោកអ្នកនាងជាទីមេត្រីយើងងាកមកព័ត៌មានតកតងនឹងទំនាក់ទំនងរវាងកម្ពុជានិងវៀតណាមនៅក្នុងកំឡុងពេលដែលកម្ពុជាកំពុងតែមានសង្គ្រាមជាមួយប្រទេសថៃនេះនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតចាមិនបានលុបចោលពិធីសម្ពោធច្រកព្រំដែនជាមួយនឹងនាយករដ្ឋមន្ត្រីវៀតណាមគឺលោកផាមិនជីងនោះទេនៅថ្ងៃទី8ខែធ្នូបើទោះបីជាទាហានថៃបានបើកការបាញ់ប្រហារទ្រង់ទ្រាយធំមកលើកម្ពុជាជាថ្មីទៀតនៅតាមបន្ទាត់ព្រំដែនដែលបណ្ដាលឲ្យជនស៊ីវិលខ្មែរមួយចំនួនបាត់បង់ជីវិតនិងរងរបួសអ្នកវិភាគថាលោកហ៊ុនម៉ាណែតមិនហ៊ានលុបចោលកម្មវិធីជាមួយនឹងមេដឹកនាំវៀតណាមក៏ព្រោះតែខ្លាចវៀតណាមមិនសប្បាយចិត្តចាសូមអញ្ជើញលោកអ្នកនាងមកស្ដាប់សេចក្តីរាយការណ៍របស់លោកហុំចម្រើនអំពីរឿងនេះខណៈដែលពលរដ្ឋរាប់ម៉ឺននាក់នៅខេត្តព្រះវិហារឧត្តរមានជ័យនិងខេត្តបន្ទាយមានជ័យបាននាំគ្នាជម្លៀសពីទីលំនៅឋានទាំងប្រញាប់ប្រញាល់នៅថ្ងៃទី8ខែធ្នូដើម្បីរកទីសុវត្ថិភាពក្រោយពីទាហានថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានោះនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានទៅចូលរួមកម្មវិធីសម្ពោធដាក់ឲ្យដំណើរការច្រកទ្វារអន្តរជាតិមឿនជ័យតាន់ណាមនាខេត្តព្រៃវែងជាមួយនឹងនាយករដ្ឋមន្ត្រីវៀតណាមលោកផាមមិនជីងក្នុងពិធីសម្ពោធនោះលោកហ៊ុនម៉ាណែតបានកោតសរសើរចំពោះមេដឹកនាំវៀតណាមដែលបានប្រឹងប្រែងយកចិត្តទុកដាក់និងរក្សាទំនាក់ទំនងល្អជាមួយកម្ពុជាក្នុងនោះលោកហ៊ុនម៉ាណែតចាត់ទុកសមិទ្ធផលបើកដំណើរការច្រកទ្វារអន្តរជាតិមឿនជ័យតាន់ណាមគឺឆ្លុះបញ្ចាំងអំពីភាពរីកចម្រើនផ្នែកទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមពីនោះលោករំពឹងថាព្រំដែនកម្ពុជាវៀតណាមនឹងប្រែក្លាយជាតំបន់មានសុវត្ថិភាពសម្រាប់ទីផ្សារដោះដូរទំនិញសេវានិងជាព្រំដែនជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិនេះសបញ្ជាក់ពីភាពជិតស្និទ្ធនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាវៀតណាមក្នុងបរិយាកាសពោពេញដោយសាមគ្គីភាពមិត្តភាពជាប្រពៃណីនិងការជឿទុកចិត្តគ្នាទៅវិញទៅមកដែលបាននឹងកំពុងចូលរួមប្រែក្លាយតំបន់ព្រំដែននេះឲ្យក្លាយទៅជាព្រំដែនសុខសន្តិភាពជាមួយគ្នានោះក្នុងសន្ទរកថាជិត20នាទីនៅចំពោះមុខមេដឹកនាំវៀតណាមមន្ត្រីរាជការនិងគណៈប្រតិភូសិស្សានុសិស្សរាប់រយនាក់នោះគេពំលឺលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិយាយអំពីស្ថានភាពព្រំដែនកម្ពុជាថៃនោះទេបើទោះបីជាពេលនេះទាហានថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាជាថ្មីក្តីករណីនេះអ្នកតាមដានបញ្ហាសង្គមនិងនយោបាយលើកឡើងថាលោកហ៊ុនម៉ាណែតមិនហ៊ានលុបកម្មវិធីជាមួយមេដឹកនាំវៀតណាមនិងមិនហ៊ាននិយាយពីការឈ្លានពានទឹកដីរបស់ថៃមកលើកម្ពុជានៅចំពោះមុខមេដឹកនាំវៀតណាមក៏ព្រោះតែលោកខ្លាចវៀតណាមមិនពេញចិត្តដែលជាហេតុធ្វើឲ្យលោកហ៊ុនម៉ាណែតថ្លែងសារដោយការប្រុងប្រយ័ត្នបន្ថែមពីនោះគេសង្កេតឃើញថាការថ្លែងសាររបស់លោកហ៊ុនម៉ាណែតគឺពុំបាននិយាយតាមអ្វីដែលលោកគិតឃើញហើយនិយាយនោះទេគឺលោកបានអានលើក្រដាស់ដែលបានសរសេរទុកគឺមិនដូចការដែលលោកមានវេទិកាជាមួយនិស្សិតនិងកម្មកររោងចក្រនោះទេអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារលោកកឹមសុខប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី8ខែធ្នូថាការដែលលោកហ៊ុនម៉ាណែតមិនលុបចោលកម្មវិធីជាមួយមេដឹកនាំវៀតណាមព្រោះថាគណៈបកកណ្ដាលអំណាចគឺស្ថិតក្រោមការត្រួតត្រានិងដឹកនាំដោយមេដឹកនាំវៀតណាមដូចនេះនៅពេលមានកម្មវិធីអ្វីមួយលោកហ៊ុនម៉ាណែតមិនហ៊ានបដិសេធនោះទេបើទោះបីជាលោកដឹងថាពលរដ្ឋជួបទុក្ខលំបាកព្រោះត្រូវទាហានថៃបាញ់ប្រហារដោយពេលនេះក្តីក៏លោកហ៊ុនម៉ាណែតចាត់ទុកជំនួបនឹងមេដឹកនាំវៀតណាមជារឿងសំខាន់ក
គ្រប់ដំណាក់កាលនៃការឈ្លានពានរបស់ប្រទេសជិតខាងជាពិសេសថៃនិងវៀតណាមនេះអត់មានវិធីចេញទេអត់ច្រកចេញទេប្រសិនបើក្រុមគ្រួសារហ៊ុននៅតែកាន់អំណាចម្ល៉េះហើយមេរៀនហ្នឹងធ្វើឲ្យលោកហ៊ុនម៉ាណែតដឹងច្បាស់ណាស់ថានៅចំពោះមេដឹកនាំវៀតណាមហ៊ុនម៉ាណែតមិនហ៊ាននិយាយពាក្យឈ្លានពានឡើយបើទោះបីជាថៃឈ្លានពានលើទឹកដីកម្ពុជាឃើញជាក់ស្ដែងក៏ដោយទោះជាយ៉ាងនេះក្តីក្រោយពីចប់កម្មវិធីសម្ពោធច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជាវៀតណាមបានប្រហែលជា5ម៉ោងលោកហ៊ុនម៉ាណែតបានបង្ហោះសារលើគណនី Facebook របស់លោកថាភារកិច្ចចម្បងនៅចំពោះមុខរដ្ឋាភិបាលគឺការពារប្រជាជននិងបូរណភាពទឹកដីកម្ពុជាលោកស្នើឲ្យស្ថាប័នអាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងប្រជាពលរដ្ឋទាំងអស់រួមសាមគ្គីគ្នាដើម្បីបុព្វហេតុជាតិមាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះប៉ុន្តែអ្នកវិភាគមើលឃើញថាការផ្ញើសាររបស់លោកហ៊ុនម៉ាណែតនៅពេលនេះគឺគ្រាន់តែជាការប្រជាពិធដ្ឋព្រោះថាកន្លងមកនេះលោកហ៊ុនម៉ាណែតមិនបានខ្វល់ខ្វាយពីទុក្ខលំបាករបស់ប្រជាពលរដ្ឋពិតប្រាកដនោះទេជាក់ស្ដែងលោកហ៊ុនម៉ាណែតបានគេចវេះមិនយកសំណុំរឿងថៃឈ្លានពានទឹកដីនិងធ្វើបាបប្រជាពលរដ្ឋជាច្រើនទៅប្តឹងតុលាការយុត្តិធម៌អន្តរជាតិនោះឡើយទើបធ្វើឲ្យថៃបានធ្វើបាបពលរដ្ឋខ្មែរម្ដងហើយម្ដងទៀតគិតត្រឹមម៉ោង 3:50 នាទីរសៀលថ្ងៃទី 8 ខែធ្នូរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកណេតភក្ត្រាបានបង្ហោះនៅលើបណ្ដាញសង្គម Facebook ថាជនស៊ីវិលកម្ពុជាចំនួន4នាក់បានស្លាប់និង9នាក់របួសនៅក្នុងខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារក្រោយពីថៃបានបើកការបាញ់ប្រហារដោយអាវុធធុនធ្ងន់ហើយក្នុងនោះប្រជាជនរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីលំនៅឋានទៅរកទីសុវត្ថិភាពបណ្ដោះអាសន្នខ្ញុំបាទហុំចម្រើនទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានី Washingtonចាលោកអ្នកនាងកញ្ញាជាទីមេត្រីចានៅពេលបន្តិចទៀតនេះចាលោកអ្នកនាងនឹងបានដឹងពីស្ថានភាពនៅតាមព្រំដែននឹងថាតើមានផលប៉ះពាល់យ៉ាងណាខ្លះពីការវាយប្រហារសន្ធាប់ដោយភាគីថៃមកលើកម្ពុជានៅថ្ងៃនេះចាលោកថាថៃនឹងឡើងមករាយការណ៍ផ្ទាល់ជូនលោកអ្នកនាងនឹងតាក់ទងនឹងស្ថានភាពរបស់ពលរដ្ឋនៅតាមខេត្តនៅជាប់ព្រំដែនវិញចាយើងនឹងមានលោកអិនគង្ជិតចាលោកនឹងចូលមកបញ្ជាក់ប្រាប់លោកអ្នកនាងថាតើស្ថានភាពយ៉ាងណាខ្លះពលរដ្ឋដែលភៀសខ្លួននោះគាត់ទៅដល់ទីណាខ្លះចាសូមអញ្ជើញលោកអ្នកនាងចាកុំភ្លេចរងចាំតាមដាននៅពេលបន្តិចទៀតនេះចាលោកអ្នកនាងជាទីមេត្រីចាយើងងាកមកបញ្ហាចំនួនដីធ្លីនៅខណ្ឌច្បារអំពៅឯនោះវិញចាប្រជាពលរដ្ឋរស់នៅកោះមាសចាស្ថិតនៅក្នុងសង្កាត់ក្បាលកោះនៅក្នុងខណ្ឌច្បារអំពៅនៅក្នុងរាជធានីភ្នំពេញដែលមានចំនួនប្រមាណ100នាក់ចាកាលពីថ្ងៃទី7ខែធ្នូពួកគាត់បានប្រមូលផ្ដុំគ្នាសម្ដែងមតិដើម្បីទាមទារឲ្យអាជ្ញាធរបញ្ឈប់សកម្មភាពចាក់ខ្សាច់ចូលទន្លេនៅក្បែរកោះមាសប្រជាពលរដ្ឋទាំងនេះលើកឡើងថាការចាក់ខ្សាច់ចូលទន្លេកំពុងធ្វើឲ្យបាក់ច្រាំងទន្លេនៃកោះមាសចាសូមអញ្ជើញលោកនាងចាំមកទស្សនាវីដេអូខ្លីអំពីរឿងនេះដូចតទៅយើងខ្ញុំជាប្រជាពលរដ្ឋនៅលើកោះមាសបាទកើតទុកមិនសុខចិត្តចំពោះក្រុមហ៊ុនដែលបូមដីដាក់កោះខាងមុខនេះធ្វើឲ្យបិទបាំងផ្លូវទឹកដូច្នេះធ្វើឲ្យមានផលប៉ះពាល់បាក់កោះមាសយើងបាក់ចោលហើយរលំចាប់ខ្លាំងណាស់ដែលគេខាងនោះគេបូមខ្សាច់ធ្វើឲ្យប៉ះពាល់ដល់ដីរបស់ខ្ញុំបាក់ដីជិតដល់ផ្ទះពួកខ្ញុំហើយសូមអាជ្ញាធរនៅស្រុកគៀនស្វាយនិងអាជ្ញាធរនៅខាងសង្កាត់ក្បាលកោះជួយមកអន្តរាគមន៍ជួយដល់ពួកខ្ញុំហមអត់ជួយឡើងមើលទៅមើលបាក់ច្រាំងទៅដល់ផ្ទះរបស់ពួកខ្ញុំជាប្រជាជនហើយខ្ញុំសូមមិនឲ្យក្រុមហ៊ុនបូមសាច់នឹងទៀតទេសូមឲ្យគាត់ឈប់ហើយជួយដោះស្រាយផលប៉ះពាល់ដែលពួកខ្ញុំដោះស្រាយរងការប៉ះពាល់រាល់ថ្ងៃនេះធ្វើឲ្យដីនឹងបាក់ទៅធ្វើឲ្យកូនចៅទាំងអស់ហ្នឹងមានអារម្មណ៍ថាផិតភ័យដេកមិនលក់យប់ឡើងអយុធធម៌ណាសម្ដេចអយុធធម៌ណាសម្ដេចគេលោកយកដីរបស់យើងខ្ញុំទាំង160និយាយទៅបារម្ភខ្លាំងហ្មងបងកាលណាតាកប៉ាល់ហ្នឹងបូមដីមកគៀកខ្លាំងហ្នឹងផ្លូវទឹកហ្នឹងបុកមកកោះចំហ្មងក្បាលកោះហ្នឹងបាក់ច្រើនមែនតើឆ្នាំហ្នឹងហ្មងមើលបាក់ខ្លាំងមែនតើរហូតដល់គ្រួសារខ្លះគាត់នៅទៀកច្រាំងហ្នឹងគាត់គៀកដីបាក់ហ្នឹងគឺគាត់យប់ឡើងគាត់សម្រាប់អត់បានទេគាត់ភ័យគាត់ខ្លាចកូនចៅយំឬសូរសម្រាប់បាក់ដីធ្លាក់ចូលក្នុងទឹកហ៎បងអញ្ចឹងទៅគាត់ភ័យគាត់ព្រួយគាត់បារម្ភគាត់មិនដឹងថាធ្វើយ៉ាងម៉េចទៅមិនដឹងទៅតាក់ទងទៅខាងណាមានតែប្រជាពលរដ្ឋទាំងអស់គ្នាហ្នឹងគ្រប់គ្នាហ្នឹងនាំគ្នាសរសាំគ្នាទៅប្រាប់ខាងទូកហ្នឹងគេថាគេមានអាជ្ញាប័ណ្ណហ្នឹងណាហើយប្រជាពលរដ្ឋមានតែអំពាវនាវទៅដល់អាជ្ញាធរភូមិឃុំឲ្យគាត់ដោះស្រាយជូនប្រជាពលរដ្ឋឲ្យជួយមើលប្រជាពលរដ្ឋផងថាផលប៉ះពាល់ហ្នឹងពីការបូមដីហ្នឹងប៉ះពាល់ខ្លាំងណាស់ដល់ប្រជាពលរដ្ឋដល់ជីវភាពប្រជាពលរដ្ឋព្រោះបាក់ដីទៅអស់ដីធ្វើចការទៀតហើយបងប្អូនបានដឹងហើយយើងបានដឹងអំពីសិទ្ធិរបស់យើងហើយថ្ងៃនេះយើងប្រារព្ធពិធីសិទ្ធិមនុស្សអន្តរជាតិថ្នាក់លើអ្នកដឹកនាំលោកសម្ដេចចុះហើយសូមឲ្យគាត់ជួយផង
ឲ្យអ្នកបងខ្សាច់ងាកផ្អាកសិនទៅផ្អាកបូមទៅបាក់ឲ្យច្រាំងហ្នឹងបាក់ណាស់មានតែមួយដុំហ្នឹងឬកោះហ្នឹងហើយបើអត់ពីហ្នឹងទៅបានអីស៊ីកូនចៅហ្នឹងនឹងដើរធ្វើខ្ញុំគេអស់ហើយបើប្រជាជនបានកាន់កាប់ហើយស្ថិតនៅក្នុងតាំងពីមានដីកាដកហូតអីក៏ដោយគឺថាគាត់ដាំដុះនៅកន្លែងហ្នឹងគាត់នៅកន្លែងហ្នឹងបកគលឲ្យគាត់ទៅខ្ញុំបាននិយាយរហូតដល់គាត់នេះនោះដីម៉ែលោកឯងហីបានប្រកាច់ខំទុកទៅអីមិនចែកឲ្យប្រជាជនទេស្រឡាញ់ដីហួសដីម៉ែលោកឯងស្អីមិនគុំចែកឲ្យប្រជាជនទេបានទៅណាបានទៅប្រជាជនយើងណានយោបាយដីធ្លីយើងផ្ដល់ឱកាសធ្វើបែបនេះប៉ុន្តែមន្ត្រីរបស់យើងហាក់ដូចជាស្ដាប់មិនបានចាលោកនាងកញ្ញាប្រិយមិត្តជាទីមេត្រីចាលោកអ្នកកំពុងតែទស្សនាការផ្សាយរបស់ទូរទស្សន៍អាស៊ីសេរីចាពីប្រទេសអូស្ត្រាលីឯណោះចាអង្គការសង្គមស៊ីវិលដែលមានមូលដ្ឋាននៅក្នុងប្រទេសនេះកោតទោសដាច់អហង្ការចំពោះប្រតិបត្តិការរបស់យោធាថៃដែលបានវាយប្រហារតាមអាកាសចូលមកក្នុងទឹកដីកម្ពុជាថានោះគឺជាទង្វើឈ្លានពាននិងបង្កការគំរាមកំហែងដោយផ្ទាល់ដល់សុវត្ថិភាពរបស់ជនស៊ីវិលកម្ពុជាចាក្រុមអង្គការសង្គមស៊ីវិលអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាត្រូវធ្វើសកម្មភាពម៉ឺងម៉ាត់នៅក្នុងការការពារអធិបតេយ្យរបស់ប្រទេសជាតិនិងសន្តិសុខរបស់ប្រជាពលរដ្ឋដោយស្នើសុំមហាសន្និបាតអង្គការសហប្រជាជាតិឲ្យមានការកោះប្រជុំជាបន្តមួយជាជាងការនៅស្ងៀមចំពោះការរំលោភបំពានបែបនេះចាសសូមអញ្ជើញលោកនាងចាំមកទស្សនាសេចក្តីរាយការណ៍របស់លោកទីនសការីយ៉ាអំពីរឿងនេះសេចក្តីថ្លែងការណ៍រួមរបស់អង្គការប្រជាធិបតេយ្យខ្មែរក្រុមអ្នកតស៊ូមតិកម្ពុជានិងអង្គការ$23នៅថ្ងៃទី8ធ្នូថ្កោលទោសយ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការយោធាថៃដែលបានធ្វើឡើងកាលពីថ្ងៃទី7ធ្នូរួមទាំងការវាយប្រហារតាមអាកាសចូលក្នុងទឹកដីកម្ពុជានៅថ្ងៃនេះពួកគេថាការប្រើប្រាស់កម្លាំងដោយមិនសមហេតុផលនេះគឺជាទង្វើឈ្លានពានយ៉ាងច្បាស់លាស់ការវាយប្រហារនេះរំលោភយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងបាត់ឈប់បាញ់និងកិច្ចព្រមព្រៀងកូឡាឡាំពូដែលមានស្រាប់សេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលទាំងនេះបានលើកឡើងថារដ្ឋាភិបាលកម្ពុជាត្រូវតែស្នើសុំមហាសន្និបាតអង្គការសហប្រជាជាតិឲ្យកោះប្រជុំជាបន្តមួយដើម្បីដោះស្រាយការឈ្លានពានរបស់ថៃនិងស្វែងរកការឆ្លើយតបរួមគ្នាដ៏រឹងមាំមួយដោយមានការគាំទ្រផ្នែកការទូតពីសហរដ្ឋអាមេរិកប្រធានអាស៊ានបច្ចុប្បន្ននិងដៃគូផ្សេងទៀតដែលបដិញ្ញាចិត្តចំពោះសន្តិភាពនៅក្នុងតំបន់ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោកសង្សានករណាបានលើកឡើងថាការវាយប្រហាររបស់ភាគីថៃមកលើប្រទេសកម្ពុជានេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងបទជប់បាញ់និងកិច្ចព្រមព្រៀងកូឡាឡាំពូលោកថាទង្វើរបស់ភាគីថៃគឺជាទង្វើប្រមាថយ៉ាងកក្លឿនទៅលើភាគីដែលពាក់ព័ន្ធលោកស្នើឲ្យអន្តរជាតិធ្វើកិច្ចអន្តរាគមន៍ជាបន្ទាន់ដើម្បីបញ្ចប់ការប្រើប្រាស់អាវុធធុនធ្ងន់របស់ថៃមកលើពលរដ្ឋកម្ពុជាយើងចង់ឲ្យខាងរដ្ឋាភិបាលកម្ពុជាជាពិសេសត្រូវដាក់លិខិតនិងស្នើសុំមហាសន្និបាតអង្គការសហជីវជាតិហ្នឹងគឺយើងមិនចង់ឲ្យមានការបង្អង់យូរទេយើងចង់ឲ្យមានការកោះប្រជុំបន្ទាន់ក៏ដើម្បីធ្វើយ៉ាងណាមានបទកិច្ចអន្តរាគមន៍នៅក្នុងការប្រើប្រាស់នៅសភាវុធបាញ់ប្រហារទៅលើទឹកដីកម្ពុជានឹងតែទៅនឹងបញ្ហានេះប្រធានប្រសិទ្ធភាពលហ៊ុនសែនបានបង្ហោះសារនៅលើទំព័រ Facebook ផ្លូវការរបស់លោកនៅថ្ងៃទី8ធ្នូថាទង្វើរបស់ទាហានថៃដែលបើកការបាញ់ប្រហារមកលើទាហានកម្ពុជាតាំងពីថ្ងៃទី7ធ្នូកាលពីយប់មិញនិងព្រឹកថ្ងៃទី8ធ្នូនេះគឺជាចេតនាទាញឲ្យទាហានកម្ពុជាតបតដើម្បីបំផ្លាញចោលបទឈប់បាញ់និងសេចក្តីថ្លែងការណ៍សន្តិភាពរវាងកម្ពុជានិងថៃលហ៊ុនសែនថាបន្ទាត់ក្រហមនៅត្រូវតបតបានកំណត់រួចហើយនៅព្រឹកថ្ងៃទី8ធ្នូនេះក្រសួងការពារជាតិកម្ពុជាបានចោទថាថៃបាញ់ប្រហារមកលើកម្លាំងកម្ពុជាជាមុននិងថាការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយជាពិសេសឧបទ្ទវហេតុកាលពីថ្ងៃទី7ធ្នូនៅប្រលានថ្មក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នារហូតដល់ល្ងាចថ្ងៃទី8ធ្នូនេះខ្ញុំបាទទីនសាការីយ៉ាស៊ីសេរីប្រធានីវ៉ាស៊ីនតោនចាលោកនាងជាទីមេត្រីពលរដ្ឋខ្មែរចំនួន4នាក់បានស្លាប់និង9នាក់ទៀតរងរបួសដោយសារតែការបាញ់ប្រហារឈ្លានពានរបស់ទាហានថៃមកលើកម្ពុជានៅថ្ងៃទី8ខែធ្នូខណៈដែលពលរដ្ឋខ្មែរដែលកំពុងតែរស់នៅតាមបន្ទាត់ព្រំដែនរាប់ម៉ឺននាក់កំពុងភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាពចានេះបើតាមតួលេខបឋមដែលចេញផ្សាយដោយរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកនេតភក្ត្រា
ទោះជាយ៉ាងណាចារដ្ឋមន្ត្រីរូបនេះរួមនឹងអ្នកនាំពាក្យក្រសួងការពារជាតិផងនៅមិនទាន់បញ្ជាក់ពីចំនួនកងទ័ពកម្ពុជាដែលបានពលីនៅតាមសមរភូមិនោះនៅឡើយទេប៉ុន្តែនៅលើបណ្ដាញសង្គម Facebook មួយចំនួនចាអ្នកប្រើប្រាស់ Facebook បានបង្ហោះចែកចាយរូបភាពកងទ័ពកម្ពុជាដែលបានពលីជីវិតជាបន្តបន្ទាប់ដោយសារតែកងទ័ពថៃបានបើកការវាយប្រហារដោយសន្ធាប់ចូលមកឈ្លានពានកម្ពុជាជាថ្មីទៀតនេះចាជាបន្តទៅទៀតនេះចាលោកថាថៃនឹងឡើងមករាយការណ៍ផ្ទាល់ជូនលោកអ្នកនាងពីស្ថានភាពនៅតាមព្រំដែននិងការបាញ់ប្រហាររបស់ទាហានថៃមកលើកម្ពុជានេះចាសូមជម្រាបសួរថៃពីចម្ងាយចាបាទសូមជម្រាបសួរអ្នកស្រីសុជីវីបាទហើយនឹងសូមជម្រាបសួរលោកអ៊ុនគុណចិត្តនិងប្រិយមិត្តអ្នកស្ដាប់ផងបាទចាជម្រាបសួរលោកអ៊ុនគុណចិត្តផងចាលោកអ៊ុនគុណចិត្តគឺជាមន្ត្រីរបស់សមាគមអាត60ចាដែលលោកប្រចាំការនៅខេត្តព្រំដែនចាហើយលោកនឹងមករៀបរាប់ពីស្ថានភាពរបស់ប្រជាពលរដ្ឋចាដែលនៅក្នុងខេត្តមានខេត្តបន្ទាយមានជ័យដែលលោកប្រចាំការនិងនៅខេត្តឧត្តរមានជ័យផងដែរចាហើយយើងនឹងអាចដឹងព័ត៌មានខ្លះទៀតពីតំបន់ដែលប្រជាពលរដ្ឋត្រូវជំនះទៅចាដូចជានៅក្នុងខេត្តសៀមរាបនិងខេត្តព្រះវិហារជាដើមចាមុននឹងទៅដល់លោកពិនគង្ជិតចាសូមចាប់ផ្ដើមពីលោកថាថៃចាថៃដែលបានតាមដានព័ត៌មានពេញមួយថ្ងៃមកនេះថាតើពេលនេះស្ថានភាពនៅតាមព្រំដែននោះយ៉ាងណាពីព្រោះថាការបាញ់ប្រហារនោះបានចាប់ផ្ដើមតាំងពីម៉ោងប្រមាណ5ព្រឹកហើយបន្តរហូតហើយប្រើប្រាស់សុទ្ធតែអាវុធធុនធ្ងន់ផងហ្នឹងថាតើស្ថានភាពយ៉ាងណាខ្លះហើយមានផលប៉ះពាល់អីយ៉ាងម៉េចខ្លះមកដល់ពេលនេះចាបាទសូមអរគុណអ្នកស្រីសុជីវីគឺការប៉ះទង្គិចនេះតាំងពីម្សិលមិញហើយរហូតមកដល់ពេលនេះនឹងគឺការប្រយុទ្ធគ្នាការវាយសន្ធប់ពីភាគីថៃដែលជាការឈ្លានពានប្រដាប់អាវុធចូលមកកម្ពុជានឹងគឺកាន់តែធ្ងន់ធ្ងរហើយនឹងមានទំហំធំនេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រីម៉ាលីសុជាតាគឺថាមកទល់នឹងប្រលប់ថ្ងៃនេះទៅហើយនឹងគឺកងទ័ពថៃនៅតែប្រើសព្វវិវុធធនធ្ងន់គ្រប់ប្រភេទទាំងយន្តហោះចម្បាំងយន្តហោះអាកាសទាំងអាវុធធនធ្ងន់ផ្សេងៗហ្នឹងនៅតែបន្តផ្លោងហើយបាញ់ចូលប្រទេសកម្ពុជាបន្តទៀតហើយការបាញ់ប្រហារហ្នឹងគឺថាមានទំហំធ្ងន់ហើយមិនរឹសគោលដៅទេរហូតដល់ប៉ះពាល់ដល់ជនស៊ីវិលផងក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ដែរថាការប៉ះទង្គិចនេះគឺភាគីទាំងពីរមានការចោទប្រកាន់គ្នាទៅវិញទៅមកទាំងភាគីថៃទាំងភាគីកម្ពុជាថៃចោទថាកម្ពុជាជាអ្នកចាប់ផ្ដើមមុនដោយបង្កការបាញ់ប្រហារធ្វើឲ្យប៉ះពាល់ដល់ភាគីថៃហើយខាងភាគីកម្ពុជាបដិសេធចំពោះការចោទប្រកាន់ហើយនឹងចោទថាភាគីថៃបានបន្តបង្កសកម្មភាពជាបន្តបន្ទាប់ដើម្បីទាញឲ្យកម្ពុជានឹងចូលប្រយុទ្ធជាមួយនឹងភាគីថៃហើយខាងភាគីថៃនឹងថាមិនបានទេហើយក៏មិនទាន់តដៃទេមកទល់ពេលនេះគឺថាខាងភាគីថៃបានវាយប្រហារតែម្នាក់ឯងខ្ញុំសូមលើកឡើងអំពីការឆ្លើយតបពីខាងភាគីថៃមុននឹងចូលមកខាងភាគីកម្ពុជាបាទតាំងពីមូលហេតុនៃចំនួននេះគឺថាតាំងចាប់ផ្ដើមតាំងពីថ្ងៃយប់ទៅថ្ងៃទី7ខែធ្នូភាគីថៃនឹងបានអាងថានៅម៉ោង2រសៀលពីម្សិលមិញហ្នឹងគឺកងកម្លាំងកម្ពុជានឹងបានបាញ់ប្រហារទៅខាងភាគីថៃនៅតំបន់ប្រាសាទតាកបីបណ្ដាលឲ្យទាហានថៃ2នាក់រងរបួសមានទាហានម្នាក់បានស្លាប់បាទហើយទាហានថៃបានចោទទៀតថានៅម៉ោង8យប់កងកម្លាំងកម្ពុជានឹងបានបាញ់អាវុធធុនធ្ងន់អាវុធធុនតូចចំនួន10គ្រាប់ទៅលើទាហានថៃនៅតំបន់ព្រំដែនខេត្តស៊ីសាកេតនិងតំបន់មុំ3ដែលនៅខេត្តឧបលរាជធានីបាទនៅខេត្តឧបលរាជធានីដែលជាប់តំបន់មុំ3ខេត្តព្រះវិហារបាទហើយកងទ័ពថៃក៏អះអាងដែរថានៅម៉ោងប្រមាណ10យប់កងទ័ពកម្ពុជានឹងបានបញ្ជូនរថក្រោះធុនមធ្យមប្រភេទ T55 ដែលផលិតនៅក្នុងចំនួនសូវៀតចូលទៅតំបន់ស្រុកក្រុងសំរោងខេត្តឧត្តរមានជ័យនិងជំនះប្រជាជនស៊ីវិលចេញពីព្រំដែនហើយនៅម៉ោង11យប់កាលពីម្សិលមិញដដែលហ្នឹងគឺទាហានកម្ពុជាបានប្រុងប្រយ័ត្នហើយបន្ទាប់ពីមានការប៉ះទង្គិចនៅប្រាសាទតាកបីនិងមានការសាងសង់ចោតទាហានថៃនឹងចោតថាកម្ពុជានឹងបានសាងសង់ទីកំបាំងទីតាំងការរក្សាទុកគ្រាប់មីននិងអាវុធនៅក្នុងតំបន់ដែលភាគីកម្ពុជាទទួលខុសត្រូវក្នុងការដោះមានរួមគ្នាជាមួយថៃការបិទផ្ដាច់សេវាទូរស័ព្ទការបង្ហោះដ្រូននិងការត្រៀមទទួលបញ្ជាពីមេបញ្ជាការជាដើមហើយយោធាថៃចោទថែមទៀតថានៅម៉ោង12រំលងអាត្រាតកាលពីម្សិលមិញហ្នឹងនៅតំបន់មុំ3និងអានសេះកងទ័ពកម្ពុជាត្រូវបានចល័តកងកម្លាំងនិងកំជ្រួចវង RM70 ចូលទៅក្នុងស្រុកជាំខ្សានខេត្តព្រះវិហារហើយមានការជំលះជនស៊ីវិលនឹងចេញពីតំបន់ព្រំដែនទាំងនេះយោធាថៃបង្ហោះតែសំណេរហើយយើងឃើញកាសែតថៃនឹងបានបង្ហោះផ្សព្វផ្សាយប្រងព្រាតក៏ប៉ុន្តែมันមានរូបភាពឬក៏ភស្តុតាងយកមកធ្វើជាសំអាងនោះទេបាទចំពោះព្រឹត្តិការណ៍នៅថ្ងៃទី8នេះវិញយោធាថៃក៏បានប្រកាសដែរថានៅម៉ោង1ទៀបភ្លឺហ្នឹងកាលពីម្សិលមិញម៉ោង1ទៀបភ្លឺឈានចូលថ្ងៃទី8ហ្នឹងគឺកងកម្លាំងកម្ពុជានឹងបានចល័តអាវុធកំជ្រួចវង BM
21និង PHL 90B ចូលទៅក្នុងស្រុកសំរោងនិងខេត្តឧត្តរមានជ័យរួមជាមួយនឹងការទម្លាក់ជនស៊ីវិលពីព្រំដែនបាទហើយយោធាថៃអះអាងទៀតថានៅម៉ោង 3 ទៀបភ្លឺកងកម្លាំងកម្ពុជានឹងបានកំណត់គោលដៅសម្រាប់វាយលុកទៅកាន់ភាគីថៃដោយតម្រង់ទៅកាន់អាកាសយានដ្ឋានមួយកន្លែងនៅក្នុងខេត្តបុរីរាមហើយរហូតដល់ម៉ោង 5 ក៏កើតមានការផ្ទុះអាវុធនៅតំបន់អានសេះត្រង់កន្លែងដែលភាគីទាំងពីរនឹងបានពង្រាយកងទ័ពបាទកងទ័ពថៃអះអាងថាភាគីកម្ពុជាគឺជាអ្នកផ្ទុះអាវុធមុនហើយថៃបានប្រើសិទ្ធិការពារខ្លួននិងវាយប្រហារនៅតំបន់អានសេះក្នុងភូមិសាស្ត្រភ្នំ677និងតំបន់ប្រាសាទតាមាន់ធំភាគីថៃអះអាងទៀតថាកម្ពុជាបានបាញ់កំជ្រួចវង BM21 វេលាម៉ោង 8:30 នាទីព្រឹកនៅតំបន់លំនៅឋាននៅទៅតំបន់លំនៅឋានរបស់ភាគីថៃក្នុងស្រុកបានគ្រូតខេត្តបុរីរាមក៏ប៉ុន្តែมันមានរបាយការណ៍អំពីអ្នករងរបួសនិងអ្នកស្លាប់នោះទេបាទយោធាថៃក៏បានប្រកាសឲ្យទាហានថៃនិងពលរដ្ឋថៃនឹងបញ្ឈប់ការបង្ហោះនិងចែកចាយព័ត៌មានយោធាលើបណ្ដាញសង្គមនៅលើអ៊ីនធឺណិតដែរហើយកងទ័ពភូមិភាគ2របស់ថៃនឹងក៏បានអាងថាខ្សែកាបលេខ350នឹងគឺត្រូវបានយោធាខ្លួនផ្ដាច់ចោលកន្លែងហ្នឹងគឺយោធាថៃបានអាងថាខាងយោធាថៃនឹងបានប្រើយន្តហោះF16 ហ្នឹងទម្លាក់ពីលើគោលដៅនៅតំបន់ប្រាសាទតាកបីប្រហែលជា300ម៉ែត្រកន្លែងហ្នឹងគឺជាតំបន់ភ្នំហើយគឺផ្ដាច់ខ្សែកាបដែលមានន័យថាផ្ដាច់កន្លែងទីតាំងឈរជើងរបស់យោធាកម្ពុជានិងកន្លែងមធ្យោបាយដឹកជញ្ជូនផ្សេងៗទៅកាន់មូលដ្ឋានឈរជើងរបស់យោធាកម្ពុជាដែរបាទហើយនៅថ្ងៃទី17នៅថ្ងៃទី8ខែធ្នូនេះដែរអគ្គសេនាធិការនៃកងទ័ពភូមិន្ទថៃលោកឆាយាព្រឹកឌួងប្រផាត់បានថ្លែងអំពីស្ថានភាពនៅព្រំដែនកម្ពុជាថៃបន្ទាប់ពីមានការប៉ះទង្គិចគ្នា2ថ្ងៃដោយបញ្ជាក់ថាគោលដៅរបស់កងទ័ពថៃនឹងគឺដកហូតសមត្ថភាពយោធារបស់កម្ពុជាជាអចិន្ត្រៃយ៍ដែលរំខានដល់ប្រតិបត្តិការរបស់យោធាថៃដើម្បីសុវត្ថិភាពដល់ពលរដ្ឋថៃដែលមានន័យថាកងទ័ពថៃវាយប្រហារលើកនេះគឺថាធ្វើម៉េចឲ្យកងទ័ពកម្ពុជានឹងចោះខ្សោយកុំឲ្យមានសមត្ថភាពអាចតជាមួយភាគីថៃតទៅទៀតបាទទន្ទឹមគ្នានេះនាយករដ្ឋមន្ត្រីថៃលោកអនុทินឆាន់វីរខុលនឹងបានប្រកាសថារដ្ឋាភិបាលស៊ីវិលនឹងបើកភ្លើងឃីវឲ្យយោធាថៃធ្វើប្រតិបត្តិការពេញទំហឹងតែម្ដងដើម្បីប្រឆាំងនឹងកម្ពុជាដែលលោកអាងថាជាអ្នកឈ្លានពានថៃមុនហើយក្នុងនោះសភាពាណិជ្ជកម្មថៃមានថាវិស័យឯកជនរបស់ប្រទេសថៃនឹងក៏បានប្រកាសគ្រប់គ្រងដែរហើយឲ្យយោធាថៃនឹងជាអ្នកដោះស្រាយវិវាទនឹងជាមួយកម្ពុជាឲ្យបានម៉ឺងម៉ាត់ដោយមិនបាច់គិតអំពីផលប៉ះពាល់នៅតាមបណ្ដោយព្រំដែនជាមួយនឹងកម្ពុជាថៃតទៅទៀតនោះឡើយបាទហើយនៅឯប្រាសាទតាក្របីនឹងខាងភាគីថៃបានផ្សព្វផ្សាយថាប្រាសាទតាក្របីនឹងត្រូវបានយន្តហោះថៃទម្លាក់គ្រាប់បែកក៏ប៉ុន្តែនៅមិនទាន់មានព័ត៌មានបញ្ជាក់អំពីស្ថានភាពនៃការខូចខាតយ៉ាងណានោះទេចំណែកយោធាថៃតែងតែអះអាងថាការវាយប្រហារនឹងគឺនៅតែតំបន់យោធាទេបាទក៏ប៉ុន្តែយើងឃើញថាភាគីថៃនឹងគឺនិយាយផ្សឹងធ្វើផ្សេងបាទមកដល់ពេលនេះគឺការវាយប្រហារនឹងទោះបីជាថាវាយប្រហារទៅលើមូលដ្ឋានទ័ពយោធាខ្មែរក៏ដោយក៏ប៉ុន្តែមានជនស៊ីវិលនិងទីតាំងរបស់ជនស៊ីវិលខ្មែរជាច្រើនកំពុងរងការខូចខាតរហូតដល់បាត់បង់ជនស៊ីវិលស្លូតត្រង់របស់កម្ពុជាទៀតផងកងទ័ពអាកាសនៅថ្ងៃនេះបានចេញមកបញ្ជាក់ថាប្រតិបត្តិការរបស់កងទ័ពអាកាសថៃគ្រប់ជំហាននៅតំបន់ព្រំដែននឹងត្រូវបានអនុវត្តតាមយន្តការសន្តិសុខនិងច្បាប់អន្តរជាតិយ៉ាងតឹងរ៉ឹងដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់ជនស៊ីវិលដែលមិនអាចចូលរួមប្រយុទ្ធបានហើយកងទ័ពថៃអានថាការវាយប្រហារតាមផ្លូវអាកាសនេះគឺដើម្បីរារាំងនិងកាត់បន្ថយសមត្ថភាពយោធារបស់កម្ពុជាឲ្យដល់កម្រិតចាំបាច់ដើម្បីរក្សាសន្តិសុខនិងសន្តិវត្ថិភាពរបស់ប្រជាជនក្នុងតំបន់ដោយកងទ័ពអាកាសថៃនឹងវាយប្រហារតែឃ្លាំងអាវុធផ្លូវយោធាទីបញ្ជាការតែប៉ុណ្ណោះហើយកងទ័ពថៃថាកំពុងពិនិត្យមើលលទ្ធផលនៃការវាយប្រហារនេះផងដែរអ្នកនាំពាក្យយោធាថៃលោកវិនថៃស៊ូវ៉ារីអានថាការប៉ះទង្គិចគ្នានឹងខាងថៃនឹងគឺមានអ្នកស្លាប់ដល់មានអ្នកស្លាប់ម្នាក់និងរបួស8នាក់បាទប៉ុន្តែយ៉ាងណាក៏ដោយយើងមើលពីខាងភាគីកម្ពុជាវិញអ្នកស្រីសុជីវីគឺមកដល់ម៉ោងនេះខាងភាគីកម្ពុជាតែងទាំងលោកហ៊ុនសែនទាំងអ្នកនាំពាក្យក្រសួងការពារជាតិគឺអ្នកស្រីម៉ាលីសុជីតានឹងនៅតែបដិសេធថាមិនបានប្រើប្រាស់កម្ពុជានឹងនៅតែរក្សាភាពអត់ធ្មត់មិនបានតដៃមិនបានបាញ់តបតទៅភាគីថៃនោះទេបាទហើយច្រានចោលចំពោះការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃនឹងថាគឺជាការប្រឌិតព័ត៌មានដើម្បីទម្លាក់កំហុសនិងបំភាន់មតិជាតិនិងអន្តរជាតិប៉ុណ្ណោះបាទចាលោកថាថៃកាត់កន្លែងនឹងតិចដូច្នេះមានន័យថាអ្វីដែលលោកថាថៃបានរៀបរាប់ជូនលោកអ្នកនាងខាងដើមមុននេះចាមានការវាយប្រហារតាមម៉ោងតាមពេលអីអស់នេះហើយការរាយការណ៍ពីការឆ្លើយតបពីភាគីកម្ពុជានោះគ្រាន់តែជាការលើកឡើងរបស់ភាគីថៃតែប៉ុណ្ណោះចំពោះភាគីកម្ពុជាវិញគឺនៅរក្សាភាពស្ងៀមស្ងាត់នៅឡើយចា៎បាទគឺខាងភាគីកម្ពុជានៅតែច្រានចោលថាអត់ទាន់បានតបតដោយកម្លាំងអាវុធអីទៅវិញទេបាទហើយខាងភាគីកម្ពុជាក៏បានកត់ត្រានៅការផ្ទុះអាវុធការវាយប្រហារពីខាងភាគីថៃនៅតាមពេលវេលាដែរគឺអ្នកស្រីម៉ាលីសុជាតិតានឹងបានអះអាងថា
យុទ្ធធាតុថៃនឹងបានបើកការបាញ់ប្រហារមកលើកម្ពុជាតាំងពីថ្ងៃម្សិលមិញហ្នឹងម៉ោង 2:15 នាទីរសៀលហ្នឹងរហូតដល់ម៉ោង 2:32 នាទីរសៀលដោយកងកម្លាំងរបស់កម្ពុជានឹងអត់បានបាញ់តបទេក្រសួងការពារជាតិបានបញ្ជាក់ទៀតថានៅម៉ោង 8 នាទីយប់យោធាថៃបានបើកបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាជាលើកទី 2បាញ់ពីម៉ោង 2 ម្ដងហើយបាញ់មកម៉ោង 8 យប់នឹងម្ដងទៀតដោយប្រើកំភ្លើងដៃបាញ់ជាច្រើនគ្រាប់នៅមុខខ្សែត្រៀមរបស់កម្ពុជានឹងនៅក្នុងភូមិសាស្ត្រអូផ្កាស្នេហ៍បាទហើយបន្ទាប់មកនៅវេលាម៉ោង 8:30 នាទីនឹងកងកម្លាំងយោធាថៃបានបាញ់ប្រហារមកលើទាហានកម្ពុជានៅទីតាំងថ្មព្រលានថ្មនៅស្រុកជាំខ្សានខេត្តព្រះវិហារជាទីតាំងដែលយោធាថៃបានបាញ់ប្រហារកាលពីថ្ងៃទី 7 ខែធ្នូឆ្នាំ 2025 ហ្នឹងហើយដោយប្រើកំភ្លើងដៃនិងកំភ្លើងត្បាល់បានជាច្រើនគ្រាប់បាទហើយសកម្មភាពរបស់យោធាថៃនឹងបានផ្អាកការបាញ់ប្រហារនឹងនៅម៉ោង 8:50 នាទីបាទហើយគ្រប់ពេលវេលានឹងគឺខាងកម្ពុជានឹងតែងតែថាអត់បានបាញ់តបទេគឺខាងភាគីថៃបាញ់តបរហូតដល់មកពេលព្រឹកឈានចូលដល់ព្រឹកថ្ងៃទី 8 ហ្នឹងគឺអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានឹងក៏បានប្រកាសដែរថានៅម៉ោង 4 នាទីពេលព្រឹកមិញនេះខាងរថយន្តធុនធំចំនួន 2 គ្រឿងរបស់យោធាថៃនឹងបានដឹកកងកម្លាំងរបស់ខ្លួនពីភ្នំរើងចូលមកខាងតំបន់អានសេះបាទហើយនៅម៉ោង 5:04 នាទីព្រឹកហ្នឹងយោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកម្លាំងកម្ពុជាដោយបាញ់កំភ្លើងដៃចំនួន 20 ទៅ 25 គ្រាប់ហើយនៅម៉ោង 5:19 នាទីព្រឹកយោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជាដោយបាញ់កំភ្លើងដៃចំនួន 30 ទៅ 38 គ្រាប់ទៀតបាទហើយនៅម៉ោង 5:25 នាទីយោធាថៃបានបាញ់ចេញពីផ្សារអានសេះមកលើកម្ពុជាដោយកំភ្លើងដៃនិងកំភ្លើងយន្តចំនួន 100 ទៅ 120 គ្រាប់យោធាថៃបានបន្តបាញ់ប្រហារជាបន្តបន្ទាប់ទៀតមកដល់ម៉ោង 6 ព្រឹកបាញ់ដោយប្រើកំភ្លើង MT-60 ចំនួន 3 គ្រាប់ហើយម៉ោង 6:20 នាទីព្រឹក 22 នាទីព្រឹកហ្នឹងបាញ់កំភ្លើងត្បាល់ចំនួន 4 គ្រាប់និងកំភ្លើងយន្តថ្មើរជើងចូលខ្សែត្រៀមរបស់កម្ពុជានឹងនៅតំបន់អានសេះហើយម៉ោង 6:51 នាទីយោធាថៃបាញ់ចូលនៅតំបន់ប្រាសាទតាមាន់ដោយប្រើរថក្រោះបាទហើយនៅម៉ោង 7:40 នាទីហ្នឹងយោធាថៃបាញ់ចូលគ្រប់គោលដៅនៅមុំ3នៅអានសេះភ្នំខ្មោចគោល8ប្រាសាទព្រះវិហារនិងប្រាសាទតាមាន់ប្រាសាទតាកបីប្រាសាទខ្នាដោយប្រើកំភ្លើង 155 mm រថក្រោះកំភ្លើងត្បាល់គ្រប់ប្រភេទនៅតំបន់អានសេះនឹងបាទហើយម៉ោង 8:10 នាទីហ្នឹងយោធាថៃបាញ់ផ្សែងពុលចូលទីតាំងនៅតំបន់ភ្នំខ្មោចយ៉ាងច្រើនបាទលុះដល់ម៉ោង 8:14 នាទីយោធាថៃបាញ់ផ្សែងពុលបន្ថែមទៀតនៅប្រាសាទព្រះវិហារហើយម៉ោង 8:41 នាទីបាញ់នឹងបន្តផ្លោងបុកយ៉ាងខ្លាំងនៅទីតាំងដំណាក់ស្ដេចចន្លោះថ្មដូននិងប្រាសាទតាមាន់បច្ចុប្បន្នយន្តហោះថៃនឹងយន្តហោះបានហោះតាមបណ្ដោយព្រំដែនកម្ពុជាថៃទៀតបាទហើយនៅម៉ោង 9 ជាងគឺយន្តហោះថៃយោធាថៃបានបាញ់ប្រហារលើកម្ពុជាដោយប្រើយន្តហោះចម្បាំងប្រភេទ F16 ដោយយោធាថៃប្រើកំភ្លើង 16នៅឃុំស្អែមស្រុកជាំខ្សានខេត្តព្រះវិហារហើយបន្ទាប់មកបាញ់ប្រហារនៅខាងប្រាសាទខ្នាអូស្មាច់ដោយយោធាថៃនឹងប្រើកំភ្លើង 12.7 រួមទាំងរថក្រោះបុកបន្ថែមទៀតបាទហើយរហូតដល់ម៉ោង 10 ម៉ោង 11 ហ្នឹងគឺថាយោធាថៃបានបន្តបាញ់ប្រហារដោយប្រើកំភ្លើងត្បាល់កំភ្លើងធំរថក្រោះបាញ់បុកជាពិសេសខ្លាំងនៅតំបន់អានសេះនិងប្រាសាទព្រះវិហារបាទរហូតដល់ពេលរសៀលនេះអ្នកស្រីម៉ាលីសុជាតាខ្ញុំសង្ខេបឡើងវិញនេះតាមពិតលោកនាងប្រហែលជាបានជ្រាបខ្លះហើយអំពីកំណត់ហេតុដែលខាងក្រសួងការពារជាតិបានបង្ហាញអំពីការបាញ់ប្រហារគ្នាពីខាងភាគីថៃបាញ់ចូលឈ្លានពានកម្ពុជានេះក៏ប៉ុន្តែខ្ញុំចង់សង្ខេបឡើងវិញពីការដែលភាគីកម្ពុជាបានរៀបរាប់អំពីព្រឹត្តិការណ៍ដែលភាគីថៃបាញ់ឈ្លានពានចូលកម្ពុជានោះបាទរហូតដល់ម៉ោង 6 ល្ងាចមិញនេះដែលអ្នកស្រីម៉ាលីសុជាតាទើបធ្វើសន្និសីទកសែតបង្ហាញមិញនេះក៏ថាភាគីថៃនឹងនៅតែបន្តបាញ់ខ្លាំងដែរដោយប្រើអាវុធទន់ធ្ងន់គ្រប់ប្រភេទសន្ធប់ចូលកម្ពុជាតែម្ដងដូច្នេះអាកន្លែងនេះខ្ញុំចង់ឲ្យលោកនាងបានស្ដាប់ប្រសាសន៍របស់អ្នកស្រីម៉ាលីសុជាតាទៅនឹងបន្តិចបាទចាសូមជឿចាបាទសូមឲ្យខាងបច្ចេកទេសចាក់សម្លេងអ្នកស្រីម៉ាលីសុជាតាបន្តិចកន្លែងនេះបាទពីព្រោះគាត់បានរៀបរាប់លំអិតបន្តិចដែរបាទចាយើងមិនទាន់បានឮសម្លេងរបស់អ្នកស្រីម៉ាលីជាតាទេលោកថាថៃពីរឿងនៅពេលដែលមានការរាយការណ៍មកតាំងភាគីថៃតាំងភាគីកម្ពុជានឹងជាពិសេសភាគីកម្ពុជានឹងបានកំណត់ថាមានការវាយប្រហារមកលើអធិបតេយ្យរបស់កម្ពុជានឹងតាមគ្រប់ទម្រង់តាមគ្រប់រូបភាពទាំងអស់តាមថ្មើរជើងតាមប្រើកំភ្លើងដៃកំភ្លើងផ្លោងពីចម្ងាយផងកំភ្លើងយន្តផងហើយនឹងមានបញ្ជាពីលើអាកាសផងហើយនឹងមានប្រើប្រាស់ផ្សែងពុលអីទៀតផងហ្នឹងតើយ៉ាងម៉េចកម្ពុជាមិនបានឆ្លើយតបសោះតែម្ដងឬក៏យ៉ាងម៉េចចាស់កន្លែងហ្នឹងបាទជាការពិតតែអ្នកស្រីសុជីវីយើងឃើញថាទាំង
គ្រប់ក្រសួងស្ថាប័នទាំងមេដឹកនាំកម្ពុជារបស់កម្ពុជាបានចាត់ទុកថានេះគឺជាទង្វើឈ្លានពានដោយខុសច្បាប់បំពេញចង់ឈ្លានពានទឹកដីកម្ពុជាហើយដល់ចង់បង្វិលបង្ខិតបដូរខ្សែព្រំដែនកម្ពុជាអីជាដើមធ្វើទោះបីជាយើងខាងភាគីកម្ពុជានេះចាត់ទុកថានេះគឺជាការឈ្លានពានក៏ដោយហើយខាងភាគីថៃបានប្រើសព្វាវុធធនធានគ្រប់ប្រភេទហើយទាំងជាសព្វាវុធដែលច្បាប់ហាមឃាត់មានទាំងការប្រើប្រាស់ផ្សៃពុលយន្តហោះចម្បាំងអីផ្សេងក៏ដោយក៏ប៉ុន្តែភាគីកម្ពុជាបើទោះបីជាថាឈ្លានពានក៏នៅតែរក្សាអត់ធ្មត់ហើយយើងមិនដឹងថាតើភាគីកម្ពុជាមានដឹកនាំកម្ពុជានឹងអះអាងថាខ្លួនការពារបូរណភាពទឹកដីរបៀបម៉េចទេនៅពេលដែលថាថៃនឹងបានឈ្លានពានហើយយើងឃើញជាពិសេសនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទហ្នឹងគឺរថក្រោះរបស់យោធាថៃហ្នឹងបានចូលមកដល់ភូមិជោគជ័យនិងភូមិព្រៃច័ន្ទបានបាញ់សន្ធប់ហើយចូលមកកាន់កាប់នៅតំបន់ភូមិជោគជ័យនិងភូមិព្រៃច័ន្ទហ្នឹងតែម្ដងតាមរូបភាពដែលបង្ហាញមកហ្នឹងគឺថាមានកងទ័ពកម្ពុជាបានបាញ់ទប់ទល់ដើម្បីរុញច្រានកងទ័ពថៃត្រឡប់ថយក្រោយទេបាទដូចមានន័យថាយើងនៅតែប្រកាន់ចំហអត់ធ្មត់ហើយទាមទារឲ្យថៃនឹងវិលមករកតុចរចារក្សាសន្តិភាពផ្ទុយពីអ្វីដែលខាងភាគីថៃប្រកាសថាអត់ចរចាគឺថាបន្តវាយសង្គ្រប់គ្នាកាត់ថៃកន្លែងហ្នឹងទេចាយើងនឹងជជែកពីថាតើភាគីថៃនឹងធ្វើអ្វីទៀតតើលោកអនុទិននឹងបានប្រកាសថាម៉េចយើងនឹងជជែកជាមួយថៃទៀតប៉ុន្តែឥឡូវនេះខាងបច្ចេកទេសបញ្ជាក់មកថាសម្លេងរបស់អ្នកស្រីម៉ាលីជាតាយើងអាចប្រើបានដូច្នេះសូមអញ្ជើញលោកនាងមកស្ដាប់សម្លេងរបស់អ្នកស្រីម៉ាលីជាតាបន្តិចសិនចានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4សកម្មភាពបាញ់ប្រហាររបស់យោធាថៃបានប្រើប្រាស់អាវុធនិងយុទ្ធភ័ណ្ឌបំផ្លិចបំផ្លាញធនធ្ងន់គ្រប់ប្រភេទរួមទាំងកាំភ្លើងដៃកាំភ្លើងយន្តកាំភ្លើងត្បាល់ MT60 រថក្រោះកាំភ្លើងធំ155មីលីម៉ែត្រកាំភ្លើង 12.7 ព្រមទាំងប្រើយន្តហោះចម្បាំងប្រភេទ F16 ទម្លាក់គ្រាប់បែកយន្តហោះ AT6 ប្រភេទទម្លាក់គ្រាប់បែក drone ទម្លាក់គ្រាប់បែកនិងប្រើប្រាស់ការបាញ់ផ្សែងពុលមកលើកងកម្លាំងកម្ពុជាដែលឈរជើងនៅក្នុងភូមិសាស្ត្រនោះបន្តមកនៅវេលាម៉ោង1:36 នាទីរសៀលយោធាថៃបានបន្តពង្រីកសមរភូមិវាយប្រហារទៅតំបន់ផ្សេងទៀតនៅក្នុងយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងដែលបាននឹងកំពុងឈរជើងការពារមកលើកងកម្លាំងកម្ពុជាដែលបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្ររួមមានព្រៃច័ន្ទភូមិជោគជ័យអូ3ជាន់អូជ្រៅភូមិគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យនិងនៅក្នុងស្រុកសំពៅលូនខេត្តបាត់ដំបងបាទចាយើងឃើញការរៀបរាប់របស់គាត់ហ្នឹងគឺមានការបាញ់ប្រហារអាវុធធនធ្ងន់គ្រប់ប្រភេទជាពិសេសនៅតំបន់ភូមិជោគជ័យព្រៃច័ន្ទអីហ្នឹងអ្នកស្រីសុជីវីបាទចាថៃសុំស្លេះថៃបន្តិចចាដូចនេះខ្ញុំបានកាត់មិញហ្នឹងគឺថាយើងនឹងជជែកគ្នាបន្ថែមទៀតពីការឆ្លើយតបរបស់ភាគីថៃពីខាងមេដឹកនាំថៃហើយប៉ុន្តែមុននឹងចូលទៅដល់រឿងហ្នឹងចាយើងមកតាមដានរឿងស្ថានភាពរបស់ប្រជាពលរដ្ឋរឿងអ្នកដែលនៅតាមបណ្ដោយព្រំដែនហ្នឹងថាតើគាត់ទៅដល់ទីណាគាត់ជួបបញ្ហាអ្វីខ្លះតើយ៉ាងណាខ្លះយើងនឹងជជែកគ្នាជាមួយនឹងលោកអ៊ិនគង់ចិត្តវិញម្ដងចាលោកអ៊ិនគង់ចិត្តចាលោកអ៊ិនគង់ចិត្តជាមន្ត្រីរបស់អង្គការលីកាដូមិនអញ្ចឹងចាខ្ញុំជឿតែថាលោកជាមន្ត្រីរបស់អង្គការអាត6ចាបាទសូមជម្រាបសួរលោកស្រីជីវីហើយនឹងជម្រាបសួរលោកតាថៃមកមុននេះអត់បានជម្រាបសួរស្វាគមន៍សូមអធិស្ឋានមកបាទចាលោកអ៊ិនគុណចិត្តតើពលរដ្ឋវិញសួរដល់មិត្តអ្នកទស្សនាទូទស្សន៍ស៊ីសេរីទាំងអស់ទាំងក្នុងនិងក្រៅប្រទេសបាទសូមជម្រាបសួរពីចម្ងាយបាទចាអរគុណលោកអ៊ិនគុណចិត្តតើពលរដ្ឋយ៉ាងណាខ្លះទៅពួកគាត់ភាគច្រើននឹងបានភៀសខ្លួនចេញពីតំបន់ដែលកំពុងតែមានសង្គ្រាមផ្ទុះឡើងនឹងទេឬក៏យ៉ាងម៉េចចាមកដល់ពេលនេះយើងឃើញទាហានថៃបានប្រើប្រាស់អាវុធធនធ្ងន់ហើយវាយប្រហារនៅពេលចិត្តភ្លឺពេលដែលប្រជាពលរដ្ឋកំពុងសម្រានអញ្ចឹងមានអ្នកខ្លះគាត់ត្រូវបង្ខំចិត្តត្រូវភៀសខ្លួនចេញពីលំនៅឋានដោយពុំបានយកជាសម្ភារៈឬក៏ជាសម្ភារៈឬមធ្យោបាយផ្សេងបានហើយការដែលពួកគាត់ភៀសសឹកនៅពេលនេះគឺចំស្ថានភាពដែលពួកគាត់អ្នកខ្លះកំពុងប្រមូលផលស្រូវហើយនឹងដំណាំចម្ការផ្សេងដូចជាតង្កែងឬក៏មានហើយនឹងប្រមូលផលស្រូវហើយនៅពេលនេះយើងឃើញពួកគាត់នៅខេត្តឧត្តរមានជ័យនៅតាមចំណុចទីតាំងដែលថៃបានប្រើប្រាស់អាវុធវាយប្រហារហ្នឹងគឺបានភៀសខ្លួនចេញទៅរកទីទួលសុវត្ថិភាព
ហើយដោយឡែកនៅខេត្តបន្ទាយមានជ័យហ្នឹងគឺនៅខាងឃុំអូបច្ច័នខាងឃុំគោកល្មៀតបាទហើយគឺប្រជាពលរដ្ឋនៅតំបន់នោះគឺក៏បានភៀសខ្លួនចេញដែរបន្ទាប់ពីហើយបានពេកមហាទៅកាន់ទីទួលសុវត្ថិភាពបាទយើងឃើញប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែនដូចជានៅខេត្តដមានជ័យគាត់រៀបចំយានយន្តគោយន្តរបស់គាត់ហ្នឹងមានលក្ខណៈជាជំរកស្នាក់នៅអចិន្ត្រៃយ៍មានតង់មានអីសម្រាប់គ្របដណ្ដប់បិទបាំងការពារអាកាសធាតុហើយនឹងផ្ទុកសម្ភារៈស្បៀងអាហារផ្សេងនាំទៅជាមួយអញ្ចឹងនៅពេលខ្លះប្រជាពលរដ្ឋគាត់ប្រើមធ្យោបាយម៉ូតូហើយគាត់អត់មានគោយន្តគាត់ត្រូវដឹកសំពីងសំពងតាមផ្លូវជាមួយកូនចៅហ្នឹងទៅរកទីទួលសុវត្ថិភាពដែលអាជ្ញាធរគាត់បានប្រកាសនឹងចង្អុលបង្ហាញចាតើពួកគាត់បានយកស្បៀងទៅតាមអ្នកខ្លះក៏អត់បានមានយកស្បៀងហើយមកដល់ពេលនេះបញ្ហាពួកគាត់ដែលកំពុងប្រឈមហ្នឹងគឺការស្នាក់នៅឆ្ងាយពីផ្ទះហើយនៅទីទួលសុវត្ថិភាពដែលអាជ្ញាធរបានរៀបចំប៉ុន្តែពួកគាត់មិនអ្នកខ្លះអត់បានយកស្បៀងយកសម្ភារៈអីតាន់អញ្ចឹងពួកគាត់ប្រឈមនឹងការខ្វះស្បៀងអាហារហើយនឹងទឹកសុទ្ធហើយមានអ្នកខ្លះគឺមានជំងឺប្រចាំកាយដែលមានចាស់ជរាដែលគាត់មានជំងឺរ៉ាំរ៉ៃមានអីហ្នឹងគឺគាត់ត្រូវបង្ខំចិត្តភៀសខ្លួនមកហើយមកដល់ពេលនេះអាជ្ញាធរគាត់ត្រៀមហើយនឹងកំពុងគិតគូរដើម្បីផ្ដល់ស្បៀងបន្ទាន់ហើយនឹងផ្ដល់គ្រូពេទ្យដើម្បីត្រៀមសម្រាប់ព្យាបាលពួកគាត់បាទចាតើពួកគាត់ទៅកន្លែងណាខ្លះដែលកន្លែងដែលអាជ្ញាធររៀបចំឲ្យនឹងចាលោកកឹមចិតបើនៅខេត្តឧត្តរមានជ័យហ្នឹងគឺគាត់ច្រើនគាត់មកមានអ្នកខ្លះមានអ្នកខ្លះគាត់មានសាច់ញាតិគាត់មានសាច់ញាតិទៅគាត់ទៅផ្ទះសាច់ញាតិគាត់ហើយគាត់ឯងមកត្រឹមក្រុងសំរោងឬក៏ហួសមកដល់ខាងស្រុកស្រីស្នំបើនៅដល់មានជ័យដូចជារៀបចំនៅខាងវត្តមួយនៅក្នុងឃុំមងស្រុកស្រីស្នំទទួលពួកគាត់ហ្នឹងហើយមានអ្នកខ្លះគាត់អាចហួសមកដល់ខាងស្រុកកន្លាញ់ខេត្តសៀមរាបទៅតាមប្រភេទពួកគាត់ដោយសារពួកគាត់ខ្លះជាអាជីវករដែលគាត់លក់របស់មានតម្លៃហ្នឹងគាត់អ្នកខ្លះប្រមូលតាន់អ្នកខ្លះប្រមូលអត់តាន់អញ្ចឹងគាត់ត្រូវយកទ្រព្យសម្ភារៈហ្នឹងមកសាច់ញាតិគាត់ដែលនៅទីប្រជុំជនដូចជាស្រុកកន្លាញ់ហ្នឹងគាត់ដោយសារគាត់មិនសូវខ្វះខាតគាត់ទៅកន្លែងដែលមានសាច់ញាតិគាត់ហើយដោយឡែកប្រជាពលរដ្ឋដែលគាត់ខ្វះខាតគាត់ត្រូវទៅទីទួលសុវត្ថិភាពដូចជានៅវត្តមួយនៅក្នុងឃុំមងនឹងចំពោះខេត្តឧត្តរមានជ័យហើយដោយឡែកនៅខេត្តបន្ទាយមានជ័យសម្រាប់អ្នកនៅឃុំគោកល្មៀតស្រុកថ្មពួកគាត់ត្រូវភេសមកតំបន់ស្រុកថ្មពួកមានអ្នកខ្លះគាត់មកសាច់ញាតិគាត់នៅឯខាងទីរួមខេត្តបន្ទាយមានជ័យនៅក្រុងស្រីសុផាន់ហើយដោយឡែកអ្នកនៅខាងព្រៃច័ន្ទខាងភូមិជោគជ័យឃុំអូបៃជាន់ហ្នឹងគាត់ត្រូវភៀសខ្លួនមកវត្តច័ន្ទស៊ីសាមគ្គីនៅខាងគោកនៅខាងឃុំគោកស្រុកអូជ្រៅបាទកន្លែងដែលអាជ្ញាធរបានរៀបចំជូនចាលោកកឹមចិតតើអាចមកដឹងចំនួនបានទេពីព្រោះថាតាមមើលទៅចំនួនគ្រួសារដែលភៀសខ្លួននឹងអាចមានដល់រាប់ម៉ឺនគ្រួសារនឹងចាបាទសម្រាប់នៅខេត្តឧត្តរមានជ័យគឺវាចំណុចដែលទីតាំងហ្នឹងវាមានច្រើនអញ្ចឹងពួកគាត់អាចជាជិត 10000 គ្រួសារហើយដោយឡែកនៅខាងឃុំគោកល្មៀតនៅខាងឃុំអូបច្ច័នអាចនឹងមានចំនួនជាង 2000 គ្រួសារបាទចាជាទស្សនៈជាការយល់ឃើញរបស់លោកអឿនគិតចិត្តចាលោកមានអ្វីបន្ថែមចាតកតងទៅនឹងការភៀសខ្លួនរបស់ពលរដ្ឋនេះចាសូមជឿបាទសម្រាប់ប្រជាពលរដ្ឋដែលគាត់ភៀសខ្លួនភៀសសឹកនេះគឺគាត់
ដោយសារគាត់ដំបូងព្រឹត្តិការណ៍ថ្ងៃ24ដល់ថ្ងៃ28គាត់ត្រូវភៀសខ្លួនចេញភាសាសម្រាប់ខេត្តឧត្តរមានជ័យហើយរយៈពេលកន្លងមកទៀតហ្នឹងក៏គាត់វិលចូលទៅវិញប៉ុន្តែការចូលទៅរស់នៅរបស់គាត់ហ្នឹងរយៈពេលចុងក្រោយនេះគាត់ជឿជាក់ថានឹងមានសន្តិភាពពេញលេញដោយសារយើងបានបង្កើតកិច្ចព្រមព្រៀងចុះលេខានៅទីក្រុងកាឡាលំពូប្រទេសម៉ាឡេស៊ីថ្ងៃ23ហ្នឹងអញ្ចឹងគាត់សង្ឃឹមថានឹងបានសន្តិភាពពេញលេញមិនមានការទូកពុតអីទេហើយថៃក៏មករយៈចុងក្រោយនេះហាក់ដូចជាស្ងប់ស្ងាត់ដែរប៉ុន្តែអ្វីដែលការដែលថៃផ្ទុះអាវុធនៅព្រឹកមិញនេះគឺទាំងយុគមិញម្សិលមិញហ្នឹងនេះវាហាក់ដូចជាមានទ្រង់ទ្រាយរូបភាពធំដែលបញ្ញាអារម្មណ៍ឲ្យពួកគាត់មានការភ័យខ្លាចហើយនឹងអាចបាក់ស្បាតអញ្ចឹងធ្វើឲ្យគាត់រៀបចំឬក៏ត្រៀមអីអត់ទាន់ហើយពីយុគយើងដឹងថាកន្លងមកអាជ្ញាធរបានណែនាំពួកគាត់ដែលនៅតាមខ្សែគាត់ព្រំដែនហ្នឹងឲ្យមានជីកត្រង់សេអញ្ចឹងពួកគាត់បានជីកហើយពេលយប់ពួកគាត់កន្លែងខ្លះគាត់ចូលទៅក្នុងត្រង់សេដើម្បីសុវត្ថិភាពដល់សន្និសិទហើយលុបព្រឹកភ្លឺឡើងទៅពួកគាត់បានធ្វើដំណើរចាក់ចេញបាទអញ្ចឹងពួកគាត់ពុំសូវបានប្រកបការងារជាប់លាប់ទេមកដល់រយៈពេលប្រហែលខែនេះដោយសារតែមានការគម្រាមកំហែងនិងការវាយប្រហារពីថៃហើយដែលធ្វើឲ្យពួកគាត់មិនអាចរកចំណូលលេខបានបាទហើយមិនអាចរកចំណូលលេខបានអញ្ចឹងគាត់អត់បានអ្នកនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យគឺគាត់អត់បានទៅប្រកបការងារបានទេគាត់នៅពួកដីពួកគាត់បានបាត់បង់នៅព្រៃច័ន្ទនិងនៅភូមិជោគជ័យហើយមួយចំនួនទៀតគាត់អត់បានប្រកបការងារអីពលនៅចាំដីរបស់គាត់ហ្នឹងបាទហើយដោយឡែកយើងឃើញផ្នែកដែលប៉ះពាល់មួយទៀតគឺផ្នែកការសិក្សាអប់រំហ្នឹងគឺសិស្សរៀនអត់បានជាប់លាប់ទេហើយរៀនទៅគឺមានស្ថានភាពហ្នឹងកើតឡើងក្រសួងអប់រំបានបិទសាលាមួយរយៈដើម្បីឲ្យពួកគាត់ទៅនៅទីទួលសុវត្ថិភាពហើយយើងដឹងថាប្រជាពលរដ្ឋគាត់នៅតាមខ្សែដុតព្រំដែនហ្នឹងគឺលំបាកខ្លាំងណាស់រកចំណូលអត់បានកន្លងមកមានតំបន់ខ្លះគាត់ចេញទៅស៊ីឈ្នួលធ្វើការងារនៅប្រទេសថៃទៅព្រឹកមកល្ងាចហើយអញ្ចឹងរយៈពេលដែលបិទព្រំដែនកន្លងមកធ្វើឲ្យពួកគាត់មិនអាចប្រកបការងាររកចំណូលឲ្យបានប្រហែលនេះអ្នកនៅខាងស្រុកបន្ទាយ7អីហ្នឹងបាទហើយចាស្ថានភាពពេលនេះគាត់រកចំណូលអត់បានទេអញ្ចឹងណាមួយពួកគាត់សិតតែមានបំណុលជាមួយនឹងស្ថាប័នមីក្រូហិរញ្ញវត្ថុហើយកន្លងមកយើងឃើញថារាជរដ្ឋាភិបាលបានជួយអន្តរាគមន៍នៅក្នុងរឿងហ្នឹងគឺសូមឲ្យស្ថាប័នផ្សេងជួយលើកលែងឬក៏អនុគ្រោះទៅលើប្រជាពលរដ្ឋដែលគាត់ភៀសសិទ្ធិជាក់ស្ដែងដែលគាត់ទៅនៅកន្លែងទីទួលសុវត្ថិភាពហើយអញ្ចឹងលើកនេះជាបញ្ហាមួយថ្មីទៀតដែលដដែលហ្នឹងដែលត្រូវជួបប្រទះអញ្ចឹងយើងសង្ឃឹមថារាជរដ្ឋាភិបាលជាពិសេសធនាគារជាតិនឹងជួយអន្តរាគមន៍នៅក្នុងរឿងនេះដើម្បីកុំឲ្យខាងស្ថាប័នមីក្រូហិរញ្ញវត្ថុហ្នឹងគាត់ទៅជំរិតគោលបំណុលរបស់គាត់ហ្នឹងឲ្យសងទៀងទាត់ហើយស្ថានភាពដែលគាត់លំបាកពេលនេះហើយយើងឃើញថាការវិបហារបស់ថៃលើកនេះមានលក្ខណៈជារូបភាពធំដុំជាងមុនហើយអាចនឹងយូរវែងទៀតអញ្ចឹងវាអូបន្លាយរយៈពេលយូរដែលធ្វើឲ្យពួកគាត់មិនអាចរកចំណូលលេខបានគាត់ពឹងផ្អែកទៅលើជំនួយមនុស្សធម៌ប៉ុណ្ណឹងអញ្ចឹងកន្លងមកយើងឃើញថាមានសប្បុរសជននានាបានរៃអង្គាសយកទៅជួយពួកគាត់នៅមណ្ឌលសុវត្ថិភាពហើយអាជ្ញាធរក៏គាត់បានជួយឧបត្ថម្ភទៅតាមនឹងដែរប៉ុន្តែនៅសម្រាប់ថ្ងៃនេះយើងអត់ទាន់ឃើញមានអាជ្ញាធរខេត្តឬក៏ខាងសប្បុរសជននានាអត់ទាន់ឃើញបានយកជំនួយទៅជួយពួកគាត់នៅឡើយទេដែលជាថ្ងៃដំបូងនេះបាទចាអរគុណច្រើនចាលោកអិនគ្រូចិត្តចាដែលបានតាមដាននិងរៀបរាប់ព័ត៌មានទាំងនេះជូនលោកអ្នកនាងចាសូមជូនពរលោកសុខភាពល្អហើយជួបលោកនៅឱកាសក្រោយទៀតចាជម្រាបលាលោកត្រឹមប៉ុណ្ណេះចាបាទសូមជម្រាបលាលោកស្រីជីពីបាទជូនពរសុខភាពល្អដូចគ្នាបាទ
ចាអរគុណចាឥឡូវចាយើងងាកមកលោកថាថៃចាលោកថាថៃនឹងបន្តរីកាជូនលោកអ្នកនាងទៀតថាតើខាងមេដឹកនាំថៃឯនោះវិញតើមានការឆ្លើយតបយ៉ាងណានៅពេលដែលភាគីកម្ពុជានៅរក្សាភាពស្ងៀមស្ងាត់ហើយយើងដឹងទាំងអស់គ្នាថាថៃបានប្រើប្រាស់អាវុធធនធ្ងន់ប្រើប្រាស់មធ្យោបាយវាយប្រហារកម្ពុជាគ្រប់រូបភាពទាំងអស់ចាសូម្បីតែផ្សែងពុលក៏ថៃប្រើប្រាស់ដែរដូច្នេះសូមថៃបន្តទៀតចាអញ្ជើញបាទអរគុណអ្នកស្រីសុជីវីខ្ញុំសូមរៀបរាប់បន្តិចមុននឹងឆ្លើយចំសំណួររបស់អ្នកស្រីសុជីវីនេះខ្ញុំចង់បង្ហាញអំពីផលប៉ះពាល់បន្តិចទេបាទតាក់ទងទៅនឹងភាគីទាំងពីរនៅថ្ងៃនេះដែលប៉ះទង្គិចគ្នាទាំងខាងកម្ពុជានិងថៃនឹងមុននេះយើងបានស្ដាប់ការផ្ដល់ព័ត៌មានពីកន្លែងនឹងតាមខេត្តហ្នឹងដែលលោកមានលោកអិនជិតលោកអិនគង់ជិតជាមន្ត្រីឃ្លាំមើលហ្នឹងគាត់បានរៀបរាប់អំពីស្ថានភាពជនពាសឹករបស់ខ្មែរហ្នឹងគឺថាច្រើនមែនទែនខាងក្រសួងព័ត៌មានមកដល់ពេលនេះហ្នឹងបានប្រាប់ដែរថាមានដល់ចំនួនរាប់សិបម៉ឺននាក់ឯណោះដែលច្រើនម៉ឺននាក់មែនទែនដែលបានភៀសខ្លួននៅតាមបណ្ដោយព្រំដែនហ្នឹងហើយជនស៊ីវិលរបស់ខ្មែរហ្នឹងគឺបានស្លាប់ចំនួន4នាក់នៅខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារបាទហើយក៏ប៉ុន្តែខាងយោធាវិញគឺខាងក្រសួងការពារជាតិមិនបានបញ្ជាក់ទេថាតើមានស្លាប់ប្រមាណរបួសប្រមាណហ្នឹងគឺអត់មានទេក៏ប៉ុន្តែយើងឃើញនៅលើបណ្ដាញសង្គមដែលទើបផុសនៅថ្ងៃនេះហ្នឹងដែលយើងអាចផ្ទៀងផ្ទាត់ថាវាជាព័ត៌មានពិតជា Facebook ចេញពីគ្រួសារសាច់ញាតិរបស់យោធាដែលបាត់បង់ឪពុកបាត់បង់ស្វាមីបាត់បង់បងប្អូននឹងយើងឃើញថា Facebook មួយចំនួនដែលខ្ញុំបានផ្ទៀងផ្ទាត់មើលនឹងគឺជាការពិតគឺមានការបាត់បង់ជីវិតជាបន្តបន្ទាប់ដែរខាងកងទ័ពក៏ប៉ុន្តែយើងដឹងថាតាមទម្លាប់ខាងភាគីកម្ពុជាមិនបង្ហាញព័ត៌មានទាំងនេះទេដោយចាត់ទុកថាជាកិច្ចការពីជាតិជាព័ត៌មានសម្ងាត់នៃកម្លាំងប្រដាប់អាវុធអីជាដើមហើយយើងឃើញថាការបាញ់ព្រឹកមិញនេះមកដល់ថ្ងៃនេះហ្នឹងគឺក៏មិនបានបង្ហាញអំពីទំហំខូចខាតផ្សេងទៀតដែរក៏ប៉ុន្តែប្រភពពីប្រភពមួយចំនួនបានបង្ហាញថាមានការខូចខាតដូចជាកាស៊ីណូមានការខូចខាតសាលារៀនការបិទសាលារៀនបិទអាជីវកម្មអីតាមព្រំដែនហ្នឹងគឺថាมันមានទេខាងភាគីកម្ពុជានិងមន្ទីរពេទ្យមួយចំនួនហ្នឹងគឺថាក៏មានការផ្លោងគ្រាប់ទៅដែរពីខាងភាគីថៃដែលបានផ្លោងគ្រាប់ទៅដល់មន្ទីរពេទ្យរបស់ខ្មែរមួយចំនួនបាទចំណែកឯខាងភាគីថៃវិញក៏ដូចបានបញ្ជាក់ចឹងថាថៃបានអានថាមានទាហានម្នាក់ស្លាប់និង8នាក់រងរបួសហើយជំនះប្រជាជនពីខេត្តចំនួន4ដែលនៅជាប់ព្រំដែនកម្ពុជាហ្នឹងក្នុងហ្នឹងមានប្រមាណ4សែននាក់ខាងភាគីថៃហើយជំនះទៅកាន់ទីកន្លែងមានសុវត្ថិភាពហើយផ្អាកអាជីវកម្មសាលារៀនដំណើរការផ្សេងដែរនៅតាមបណ្ដោយព្រំដែនហ្នឹងហើយខាងវិស័យទេសចរហ្នឹងភាគីថៃប្រទេសថៃក៏ពឹងផ្អែកខ្លាំងណាស់ដែរពីរឿងវិស័យទេសចរហ្នឹងគឺថាពេលនេះបានផ្អាកដែរដោយថារដូវ summer នេះនឹងគឺថាមានទេសចរទៅច្រើនគឺថាផលប៉ះពាល់ខ្លាំងទៅលើវិស័យទេសចរនឹងបាទចំពោះការឆ្លើយឆ្លងរបស់មេដឹកនាំកម្ពុជានិងថៃនេះអ្នកស្រីសុជីវីខាងយើងមើលពីខាងភាគីកម្ពុជាមុនគឺយើងឃើញថានៅពេលដែលមានបញ្ហាធំបែបនេះយើងឃើញតែងតែលោកហ៊ុនសែនចេញមុខជំនួសកូនបើទោះបីជាលោកហ៊ុនសែនធ្លាប់អះអាងថាលោកមិនលុកលាន់កិច្ចការនាយករដ្ឋមន្ត្រីមិនប៉ះពាល់ដល់កិច្ចការងាររបស់កូនរបស់លោកដែលមានទូនាទីជានាយករដ្ឋមន្ត្រីក៏ដោយក្នុងនាមគាត់ជាប្រធានព្រឹទ្ធសភាហ្នឹងមិនប៉ះពាល់ប៉ុន្តែយើងឃើញថាជាទូទៅលោកហ៊ុនសែនតែងតែបំពេញពាក្យសម្ដីរបស់គាត់ទេមកទល់ម៉ោងនេះយើងឃើញថាមានតែលោកហ៊ុនសែននេះដែលចេញមុខជាងគេជាងឯងនៅក្នុងរឿងនេះចំណែកកូនរបស់លោកគឺភាគច្រើនស្ងៀមស្ងាត់បាទលោកហ៊ុនសែនបានតាំងពីព្រឹកមកលោកហ៊ុនសែនបានប្រកាសអំពាវនាវឲ្យកងទ័ពហ្នឹងគឺថារក្សាភាពស្ងៀមស្ងាត់ហើយថាឲ្យរងចាំដល់បន្ទាត់ក្រហមសិនដែលបានកំណត់រួចហើយឲ្យកងទ័ពនឹងត្រៀមរងចាំដល់បន្ទាត់ក្រហមដើម្បីវាបកទៅខាងភាគីថៃវិញក៏ប៉ុន្តែលោកអត់បានបញ្ជាក់ថាបន្ទាត់ក្រហមនឹងត្រង់ណានៅត្រឹមណានោះទេបាទហើយមកដល់ពេលនេះយើងឃើញថាខាងក្រសួងការពារជាតិបានអះអាងខ្លួនឯងថាភាគីថៃបានវាឈ្លានពានចូលទឹកដីកម្ពុជាកាន់កាប់តំបន់មួយចំនួនជាហូរហែក្រសួងស្ថាប័នកម្ពុជារដ្ឋសភាព្រឹទ្ធសភានឹងក៏បានចេញលិខិតថ្កោលទោសនៅទង្វើឈ្លានពានរបស់ប្រទេសថៃដែរក៏ប៉ុន្តែយើងឃើញថានៅតែមិនទាន់ដល់បន្ទាត់ក្រហមរបស់លោកហ៊ុនសែនទៅទៀតបាទនៅតែមិនទាន់មានការបាញ់តបតដែរមានន័យថាមកដល់ពេលនេះគឺគេស្ដាប់តែលោកហ៊ុនសែនម្នាក់ទេនៅភាគីកម្ពុជាយើងឃើញហើយលោកហ៊ុនសែនពេលរសៀលនេះក៏បានបង្ហោះសារមួយទៀតរបៀបជាការឆ្លើយឆ្លងទៅនាយករដ្ឋមន្ត្រីថៃដែរគឺលោកអនុทินហ្នឹងបាទដោយលោកបានបង្ហោះសារភ្ជាប់ជាមួយនឹងរូបថតជាច្រើនសន្លឹកមានរូបភាពវីដេអូផងពាក់ព័ន្ធទៅនឹងនាយករដ្ឋមន្ត្រីថៃលោកអនុทินជាមួយនឹងភរិយារបស់គាត់ដែលធ្លាប់ជាមិត្តធ្លាប់ជាមួយនឹងជាមិត្តភក្តិជាមួយនឹងអ្នកស្រីបានស្រីមុំដែលជាអភិបាលខេត្តប៉ៃលិនលោកអនុทินធ្លាប់បានទទួលទានអាហារជុំគ្នាជាមួយអ្នកស្រីបានស្រីមុំធ្លាប់ទៅវត្តសូត្រមន្តរំដោះគ្រោះជាមួយគ្នាអីជាដើមហើយលោកហ៊ុនសែនបានបង្ហោះសារថាលោកមិននឹកស្មានថានាយករដ្ឋមន្ត្រីថៃអនុทินនេះវាយប្រហារកម្ពុជាដើម្បីគោលដៅសិលឹកឆ្នោតទេដោយលោកប្រមាលមើលថាប្រហែលជា
លោកអនុទាននឹងអត់មានប្រជាប្រិយភាពក៏យករឿងព្រំដែនវាយជាមួយកម្ពុជានេះបានប្រជាប្រិយភាពស្លឹកឆ្នោតនឹងទៅដោយប្រើជីវិតកងទ័ពប្រជាជនថៃនឹងមកធ្វើសង្គ្រាមជាមួយកម្ពុជាទាំងដែលកងទ័ពកម្ពុជានឹងអត់បានតបតអ្វីនោះឡើយបាទហើយលោកថែមទាំងបញ្ជាក់ដែរថាលោកអនុទាននឹងការមិនទាន់ខ្លាចជានាយករដ្ឋមន្ត្រីនេះជាមិត្តជាមួយអ្នកស្រីបានស្រីមុំអីចឹងទៅបាទប៉ុន្តែបានធ្វើជានាយករដ្ឋមន្ត្រីភ្លេចមិត្តភាពអស់នេះបានបញ្ជាក់ឲ្យថាលោកហ៊ុនសែនតែងក្រុមលោកហ៊ុនសែនផ្ទាល់ទាំងមន្ត្រីរបស់លោកហ៊ុនសែននឹងតែងនិយមមិត្តភាពបរទេសនឹងធ្វើជាមិត្តចំណែកឯខ្មែរឯងនឹងតែងតែចាត់ទុកជាសត្រូវតាមកំចាត់ឲ្យដល់ទីបញ្ចប់បាទកន្លងមកលោកហ៊ុនសែនបានយកលោកថាក់ស៊ីននឹងគ្រូសាលថាក់ស៊ីននឹងជាមិត្តភក្តិជាបងប្អូនធោអីផងដែលមានការប៉ះទង្គិចគ្នាវាយគ្នាមកប្រើដែរជាការឆ្លើយឆ្លងគ្នាកន្លងមកកាលពីខែកក្កដាឥឡូវនេះយើងឃើញថាអនុទានដែលឡើងមកជាមិត្តភក្តិរបស់អ្នកស្រីបានស្រីមុំជាអភិបាលខេត្តហ្នឹងក៏នាំបញ្ហាឲ្យកម្ពុជាថែមទៀតដែរបាទដោយឡែកលោកហ៊ុនម៉ាណែតវិញព្រឹកមិញនេះលោកបានទៅសម្ពោធនៅការដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិនៅខាងមើលជ័យខាងខេត្តព្រៃវែងហ្នឹងក៏អត់បាននិយាយអីដែរទោះបីជាមានការផ្ទុះអាវុធរវាងកម្ពុជាថៃតាំងពីម្សិលមិញលោកទៅអត់មាននិយាយអីពាក់ព័ន្ធនឹងរឿងបញ្ហាទេដោយនិយាយតែពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងជាមួយនឹងវៀតណាមការរកស៊ីដោះដូរសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយទៅវៀតណាមទេលុះល្ងាចបន្តិចបានឃើញលោកបង្ហោះសារយ៉ាងខ្លីមែនទែននៅលើ Facebook របស់គាត់ហ្នឹងដោយថាភារកិច្ចពេលនេះនឹងចំពោះមុខរបស់រដ្ឋាភិបាលហ្នឹងគឺថាទី1ការពារប្រជាជនទី2ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាហើយលោកបានផ្ញើសារអំពាវនាវឲ្យគ្រប់ក្រសួងស្ថាប័នអាជ្ញាធរគ្រប់លំដាប់ថ្នាក់ហ្នឹងត្រូវនឹងប្រជាពលរដ្ឋទាំងអស់ហ្នឹងត្រូវសាមគ្គីគ្នាដើម្បីពុបប្រហែតជាតិមាតុភូមិក្នុងដំណាក់កាលដ៏លំបាកហ្នឹងបាទយើងឃើញក្រសួងស្ថាប័នផ្សេងៗក៏បានចេញលិខិតថ្កោលទោសចំពោះទង្វើឈ្លានពានរបស់ប្រទេសថៃដែរបាទដោយឡែកយើងឃើញថាតកតងនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិខ្មែរហ្នឹងក៏មិនទាន់ហាប់មាត់និយាយអ្វីដែរយើងឃើញពេលមានបញ្ហាហ្នឹងរដ្ឋមន្ត្រីការពារជាតិខ្មែរដែលឡើងស្នងតំណែងពីឪពុកហ្នឹងក៏ឃើញឪពុកហ្នឹងចេញមុខជំនួសកូនច្រើនដែរដោយលោកទៀបបាញ់ចេញមុខមកប្រជុំជាមួយលោកហ៊ុនសែនអីប្រហែលជាជជែកអំពីយុទ្ធសាស្ត្រអីមួយចំនួននៅក្នុងការទប់ទល់មួយថៃផងមិនដឹងបាទយើងឃើញថាភិកច្រើនពួកគាត់ឡើងកាន់អំណាចក៏ប៉ុន្តែឡើងស្នងតំណែងពីឪពេលដែលមានបញ្ហាហ្នឹងគឺថាឪហ្នឹងចេញមុខជំនួសកូនទាំងអស់បាទជារឿងមួយដែលយើងឃើញចម្លែកមែនទែនបាទដោយឡែកខាងភាគីថៃយើងងាកទៅមើលខាងភាគីថៃវិញពួកគេឆ្លើយតបស្រុះគ្នាបាទខាងភាគីថៃហ្នឹងគឺទាំងវិស័យឯកជនទាំងអ្នកនយោបាយទាំងរដ្ឋាភិបាលហ្នឹងគឺបានប្រកាសគាំទ្រដល់ពួកយោធាឲ្យវាយសន្ធប់លើកម្ពុជាដោយគ្មានការដកថយតែម្ដងនៅថ្ងៃនេះគឺលោកអនុทิនបានប្រកាសហើយថាឲ្យប្រកាសបិទផ្លូវចរចាជាមួយកម្ពុជាតែម្ដងបាទបិទទ្វារចរចាជាមួយកម្ពុជាតែម្ដងបាទហើយលោកបានបញ្ជាក់ថាលោកលែងពិចារណាអំពីការជួយអន្តរាគមន៍ការជាប់ពាក់ព័ន្ធជាមួយនឹងប្រធានអាស៊ានបដូវវេនលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីហើយនិងលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកទៀតហើយបាទលោកបានបញ្ជាក់ថាលោកក៏មិនខ្វល់អំពីសម្ពាធទណ្ឌកម្មផ្សេងៗពាក់ព័ន្ធនឹងរឿងបញ្ហាពន្ធគយជាមួយនឹងសហរដ្ឋអាមេរិកដែរលោកថាទុកបញ្ហានេះឲ្យយោធាជាអ្នកដោះស្រាយទៅហើយលោកចាត់ទុកថាបញ្ហាឥឡូវនេះគឺជាបញ្ហាតានតឹងរវាងប្រទេសថៃហើយនិងចាត់ទុកប្រទេសកម្ពុជានឹងគឺជាសត្រូវតែម្ដងដោយមិនខ្វល់អំពីផលប៉ះពាល់មិនខ្វល់អំពីកិច្ចព្រមព្រៀងទេអាកិច្ចព្រមព្រៀងសេចក្តីថ្លែងការណ៍រួមជាមួយនឹងភាគីថៃនឹងគឺជាមួយភាគីថៃនិងកម្ពុជាដែលមានប្រធានាធិបតីអាមេរិកចូលរួមនឹងលោកចាត់ទុកថាទុកជាមុខតែម្ដងអត់យកមកប្រើប្រាស់អីទៀតទេបាទនេះគឺខាងភាគីថៃដែលបានឆ្លើយតបនេះបាទចាថាថៃនៅពេលដែលភាគីថៃឆ្លើយតបបែបនេះចាហើយយើងឃើញថាមានកន្លងមករឿងរ៉ាវកម្ពុជានិងថៃនេះយើងឃើញថាមានអន្តរាគមន៍ពីខាងឥណ្ឌូនេស៊ីផងមានខាងពីសហរដ្ឋអាមេរិកផងខាងជប៉ុនហ្នឹងក៏លូកដៃចូលមកដែរហើយភាគីចិនហ្នឹងក៏មានចំណែកខ្លះដែរមកដល់ពេលនេះតើប្រទេសធំដែលពាក់ព័ន្ធនៅក្នុងរឿងរ៉ាវចំនួនពីមុនមកហ្នឹងតើមានចេញសេចក្តីថ្លែងការណ៍ឬក៏មានប្រតិកម្មឬក៏មានទស្សនៈមតិអីយ៉ាងម៉េចខ្លះដែរទេបាទអ្នកស្រីសុជីវីយើងឃើញផ្ដើមចេញមុនគេគឺពីប្រធានអាស៊ានបដូវវេនគឺលោកអាន់វ៉ាអ៊ីប្រូហ៊ីមលោកបានបង្ហាញក្តីបារម្ភនឹងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអ្នកដែលស្លាប់និងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែនរវាងកងទ័ពកម្ពុជាថៃនេះបាទលោកបានបង្ហាញក្តីព្រួយបារម្ភហើយតាមដានមែនទែនលោកបានបញ្ជាក់ថាកម្ពុជាថៃនឹងគឺជាដៃគូស្និទ្ធស្នាលជាមិត្តស្និទ្ធស្នាលរបស់ម៉ាឡេស៊ីផងហើយនឹងជាសមាជិកដ៏សំខាន់របស់អាស៊ានផងដូច្នេះលោកជំរុញឲ្យភាគីទាំងពីរនឹងឲ្យបានអត់ធ្មត់ជាអតិបរមាហើយរក្សាបណ្ដាញទំនាក់ទំនងដោយបើកចំហជាមួយគ្នានិងប្រើប្រាស់យន្តការចរចានឹងឲ្យបានគ្រប់វិធីទាំងអស់បាទលោកថែមទាំងបញ្ជាក់អំពីចំហរបស់ម៉ាឡេស៊ីថានៅពេលនេះម៉ាឡេស៊ីនឹងគឺត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការគាំទ្រជំហានដែលអាចជួយស្ដារភាពស្ងប់ស្ងាត់និងទប់ស្កាត់អបតវហេតុដែលបានកើតឡើងបន្តបន្ទាប់ទៀតហើយប្រធានបដូវវេនអាស៊ានរូបនេះនឹងលើកឡើងថាតំបន់អាស៊ានមិនអាចមានលទ្ធភាពឃើញចំនួននៅក្នុងតំបន់នឹងយូរអង្វែងបានទេព្រោះវាអាចធ្លាក់ចូលទៅក្នុងរអិលចូលនៅក្នុងវត្តដាក់នៃការប្រជុំមុខដាក់គ្នាវាអាចទៅជាចំនួនភូមិសាស្ត្រវាអាចទៅជាចំនួននៅក្នុងតំបន់នឹងតែម្ដងដូច្នេះលោកថាកិច្ចការសំខាន់អត្ថប្រយោជន៍សំខាន់បំផុតនៅពេលនេះនឹងគឺ
ទៀមទីឲ្យភាគីទាំងពីរបញ្ឈប់ការប្រយុទ្ធគ្នាហើយការពីជនស៊ីវិលត្រឡប់ទៅមាគ៌ាការទូតដែលគ្រប់គ្រងដោយច្បាប់អន្តរជាតិនិងស្មារតីជាអ្នកជិតខាងដែលពឹងពាក់ដែលជាសមាជិកអាស៊ានហើយពឹងពាក់គ្នានោះបាទខាងដោយឡែកបន្ទាប់មកទៀតយើងឃើញមានខាងក្រសួងការបរទេសជប៉ុនហ្នឹងក៏បង្ហាញការព្រួយបារម្ភនិងយកចិត្តទុកដាក់ណាស់ដែរចំពោះស្ថានភាពតានតឹងចំពោះបញ្ហាកម្ពុជានៅពេលនេះដែលឡើងកម្ដៅនៅពេលនេះហ្នឹងគឺជំរុញឲ្យប្រទេសទាំងពីរនេះស្ដារទំនាក់ទំនងឡើងវិញគោរពបទឈប់បាញ់អត់ធ្មត់ឲ្យបានអតិបរមានិងចរចាដោយសន្តិវិធីដើម្បីធ្វើឲ្យមានស្ថិរភាពនៅនឹងការអភិវឌ្ឍនៅក្នុងតំបន់ទាំងមូលបាទហើយខាងជប៉ុនហ្នឹងក៏ប្រឆាំងដាច់ខាតដែរចំពោះសកម្មភាពទាំងឡាយណាដែលធ្វើឲ្យស្ថានភាពហ្នឹងកាន់តែតានតឹងឡើងបាទជប៉ុនខ្លួនឯងរដ្ឋាភិបាលជប៉ុនក៏បានប្រកាសចំហដែរថានឹងខិតខំប្រឹងប្រែងជួយសម្របសម្រួលជាមួយនឹងប្រទេសពាក់ព័ន្ធមួយចំនួនរួមមានសហរដ្ឋអាមេរិកហើយម៉ាឡេស៊ីដែលជាប្រធានអាស៊ានបដូវវេនហ្នឹងដើម្បីធ្វើម៉េចបន្ធូរបន្ថយស្ថានភាពតានតឹងរវាងកម្ពុជានិងប្រទេសថៃហ្នឹងបាទយើងឃើញប្រតិកម្មសំខាន់ចេញពីហ្នឹងហើយខ្ញុំក៏បានមុននឹងចូលមកនេះខ្ញុំក៏បានព្យាយាមពិនិត្យមើលទៅលើប្រទេសមួយចំនួនទៀតដែរដូចជាចិននិងសហរដ្ឋអាមេរិកដែលជាមហាអំណាចនេះយើងឃើញមិនទាន់មានបញ្ចេញប្រតិកម្មឬក៏បង្ហាញសារអ្វីនៅឡើយទេមកទល់នឹងពេលនេះបាទចាចុះចំណែកឯបណ្ដាញសារព័ត៌មានបរទេសវិញតើគេរាយការណ៍យ៉ាងណាខ្លះពីរឿងនេះជាពិសេសតើមានបណ្ដាញព័ត៌មានអាមេរិកសំខាន់ណាខ្លះដែលបានរាយការណ៍រឿងនេះពីព្រោះថាភាគីកម្ពុជាយើងដឹងច្បាស់ហើយថាយើងចង់ឲ្យរឿងនេះបានទៅលឺដល់ត្រចៀករបស់លោកប្រធានាធិបតីដូណាល់ត្រាំផងនោះចាបាទអ្នកស្រីសុជីវីនៅថ្ងៃនេះបណ្ដាញសារព័ត៌មានអន្តរជាតិធំទាំង New York Times ទាំង BBC The Guardian កាសែតអូស្ត្រាលីកាសែតនៅអង់គ្លេសនៅសហរដ្ឋអាមេរិកហ្នឹងសិតតែបានចុះផ្សាយជាបន្តបន្ទាប់ជាហូរហែ Reuters កាសែត Reuters ឯជាដើមCNN ផ្សេងហ្នឹងសិតតែបានចុះផ្សាយជាហូរហែអំពីការប៉ះទង្គិចគ្នានៅថ្ងៃនេះរវាងកម្ពុជានិងថៃនឹងចំណងជើងដែលធំហើយលេចធ្លោហ្នឹងគឺកាសែតធំទាំងអស់នេះបានចុះផ្សាយថាថៃបានបើកការវាយប្រហារតាមអាកាសលើប្រទេសកម្ពុជាក្នុងពេលដែលស្ថានភាពចំនួនព្រំដែននឹងបានកកើតឡើងវិញបាទបានរៀបរាប់លម្អិតអំពីការប៉ះទង្គិចគ្នានឹងឃើញបញ្ហាថ្ងៃនេះនឹងគឺមានការចុះផ្សាយចាប់អារម្មណ៍ព្រមព្រៀងតែម្ដងអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេនឹងគឺកាសែត Reuters បានចុះផ្សាយអត្ថបទជាបន្តបន្ទាប់ហើយក្នុងនោះ Reuters បានប្រៀបធៀបអំពីកម្លាំងកងទ័ពកម្ពុជានិងកម្លាំងកងទ័ពថៃតើមានកម្លាំងបែបណាដែរគេប្រៀបធៀបគ្នាណាបាទយើងឃើញថាក្នុងនោះគឺ Reuters បានប្រៀបធៀបតាំងពីកញ្ចប់ថវិកានឹងគឺថាកញ្ចប់ថវិកាការពារជាតិរបស់កម្ពុជានិងថៃកម្លាំងកងទ័ពកម្ពុជានិងថៃនឹងគឺបើប្រៀបធៀបគឺកម្ពុជានឹងអន់មែនតើហើយបើមើលទៅលើប្រទេសថៃនឹងគឺគេមានទាំងលុយទាំងកម្លាំងយោធានឹងគឺខ្លាំងទាំងសព្វវុធនឹងគឺថាខុសគ្នាច្រើនដងមែនទែនអ្នកស្រីសុជីវីបាទដូចជាជាក់ស្ដែងកញ្ចប់ថវិកាការពារជាតិរបស់កម្ពុជានឹងនៅក្នុងឆ្នាំ2004នឹងគឺមានតែ 1.3000 លានទេបាទហើយកងទ័ពសកម្មរបស់កម្ពុជាទាហានសកម្មរបស់កម្ពុជានឹងមានចំនួនតែ120,000 នាក់ទេបាទជាង120,000 នាក់បាទហើយកងទ័ពកម្ពុជានេះយើងដឹងហើយថាបានបង្កើតឡើងនៅក្នុងឆ្នាំ1993ដែលជាការរួមបញ្ចូលគ្នាពីកងទ័ពខ្មែរក្រហមផងហើយនិងកងទ័ពតស៊ូផ្សេងទៀតទេបាទនេះជាការលើកឡើងជាការប្រៀបធៀបហើយយើងមើលឃើញប្រទេសកម្ពុជានឹងកងទ័ពផ្សេងទៀតដែលមានការគ្រប់គ្រងដោយរដ្ឋក្រោះចម្បាំងផ្សេងហ្នឹងហើយនឹងអាវុធធុនធ្ងន់ហ្នឹងគឺមានតិចតួចបាទមានតិចតួចដោយឡែកខាងភាគីថៃគេមើលឃើញថាដែលជាសម្ព័ន្ធមិត្តចិត្តដិតមួយរបស់សហរដ្ឋអាមេរិកដែរហ្នឹងគឺមានកញ្ចប់ថវិកានឹងល្អហើយធំហើយជាមួយនឹងចំនួនកងទ័ពនឹងច្រើនមែនទែនកញ្ចប់ថវិកានឹងគឺរហូតដល់ 5.73 billion 5.73 លាននៅក្នុងឆ្នាំ2004ហើយចំណែកឯកងទ័ពប្រយុទ្ធកងទ័ពសកម្មរបស់ថៃនឹងមានរហូតដល់ជាង 36,000 នាក់បាទបាទហើយចំពោះសព្វវុធវិញយើងឃើញថៃមានសពបែបយ៉ាងទាំងអស់កម្ពុជានឹងគឺមានចំនួនតិចតួចទេថៃមានទាំងរថក្រោះរាប់រយគ្រឿងមានទាំងយន្តហោះចម្បាំងជាច្រើនប្រភេទបាទហើយយន្តហោះដឹកជញ្ជូនហើយខាងនាវាផ្លូវទឹកហ្នឹងក៏មានច្រើនដែរកម្ពុជាហ្នឹងគឺមានតិចតួចហើយយន្តហោះចម្បាំងខ្លះមិនមែនជាយន្តហោះចម្បាំងអីទេគឺជាយន្តហោះរបៀបជាដឹកជញ្ជូនអីទេបាទអ្នកស្រីសុជីវីបាទនេះគឺជាការចុះផ្សាយនៅថ្ងៃនេះពីកាសែតអន្តរជាតិសំខាន់នោះបាទចាយើងជាពលរដ្ឋនឹងយើងក៏អាចមើលដឹងគ្រប់គ្នាដែរថាតើយើងស្ថិតនៅត្រង់ចំណុចណាបើប្រៀបធៀបពីសមត្ថភាពប្រយុទ្ធជាមួយនឹងកងទ័ពថៃនេះប៉ុន្តែយ៉ាងណាក៏ដោយចាទឹកចិត្តជាពលរដ្ឋការពារជាតិចាយើងមិនបោះបង់ទេចាយើងទោះបីជាយើងដឹងថាយើងមានសភាវុធមានថវិកាតិចប៉ុន្តែយើងឆន្ទៈការពារជាតិការលះបង់ជីវិតដើម្បីប្រទេសជាតិនឹងគឺយើងនៅតែមានទេចាថៃ
តើអ្វីទៅនៅពេលដែលយើងដឹងថាខ្មែរយើងភាគីកម្ពុជាយើងហ្នឹងគឺរក្សាភាពស្ងៀមស្ងាត់ចង់ឲ្យមានសន្តិភាពមិនចង់ឲ្យមានសង្គ្រាមផ្ទុះឡើងទេប៉ុន្តែហេតុអ្វីបានជានៅតែមានរឿងនេះកើតឡើងហើយមកដល់ពេលនេះយើងដឹងអស់គ្នាថាភាគីកម្ពុជានៅតែស្ងប់ស្ងាត់មិនតបតនៅឡើយមិនទាន់ដល់បន្ទាត់ក្រហមនៅឡើយនឹងចា៎បាទអរគុណអ្នកស្រីសុជីវីជាការពិតអ្នកស្រីលើកឡើងមកនេះគឺថាធ្វើត្បិតកម្ពុជាក្រកម្ពុជាតូចប៉ុន្តែយើងឃើញទឹកចិត្តកងទ័ពយើងឃើញជាក់ស្ដែងការបដិញ្ញាជំហររបស់គាត់គឺមោះមុតមែនទែនយើងឃើញសេចក្តីក្លាហានអង្អាចរបស់គាត់នឹងគឺអត់ខ្លាចអត់ញញើទេឆន្ទៈទឹកចិត្តរបស់គាត់នឹងគួរឲ្យគោរពឲ្យកោតសរសើរមែនទែនដោយឡែកយើងមកមើលតាក់ទងទៅថាមិនបានជាកើតឡើងនៅក្នុងពេលនេះវិញបាទអ្នកស្រីសុជីវីឥឡូវនេះមកដល់ពេលនេះគឺតាក់ទងទៅនឹងការវិភាគការមើលស្ថានភាពរវាងកម្ពុជានិងថៃនឹងពីព្រោះឥឡូវនេះមានការចោទប្រកាន់គ្នាទៅវិញទៅមកចំពោះខាងប្រទេសថៃមានទាំងអ្នកវិភាគទាំងអ្នកនយោបាយខ្មែរនឹងទាំងលោកហ៊ុនសែននឹងចាប់ផ្ដើមបកស្រាយដោយមើលឃើញថាការដែលប្រទេសថៃជាពិសេសនាយករដ្ឋមន្ត្រីថៃលោកអនុทิនបានចេញមកប្រើប្រាស់គាំទ្រឲ្យយោធាបើការវាយប្រហារដល់កម្ពុជានេះគេមើលឃើញថាលោកអនុทิននឹងបានបរាជ័យឬក៏អសមត្ថភាពនៅក្នុងការជួយសង្គ្រោះដល់ពលរដ្ឋថៃខ្លួនឯងដែលកំពុងលិចលង់ដោយទឹកជំនន់នៅខេត្តហាត់យ៉ៃបាទដូច្នេះគេមើលឃើញថាគាត់កំពុងបាត់ប្រជាប្រិយភាពខ្លាំងហើយរឿងមួយទៀតគឺតាក់ទងទៅនឹងបញ្ហាអសមត្ថភាពនៅក្នុងការរៀបចំកីឡាប្រកួតកីឡាស៊ីហ្គេមនៅពេលខាងមុខហ្នឹងដែលគេមើលឃើញថាអនុทิនហ្នឹងគឺអសមត្ថភាពដែររៀបចំអនអីចឹងទៅហើយអាចពាក់ព័ន្ធនឹងរឿងពុករលួយផងដូច្នេះគេមើលឃើញថាលោកអនុทิនឆន្ទរិគុលហ្នឹងអាចមានបញ្ហាខ្លាចបាត់បង់សិលឹកឆ្នោតហើយបាត់បង់តំណែងហ្នឹងគឺចាប់ផ្ដើមយកបញ្ហាព្រំដែនហ្នឹងមកលេងឡើងវិញដោយដើម្បីទាញយកទឹកចិត្តអ្នកស្នេហាជាតិថៃឬក៏ពលរដ្ឋថៃហ្នឹងមកគ្រប់គ្រងបោះឆ្នោតគ្រប់គ្រងគាត់ខាងមុខវិញនេះជាការមើលឃើញរបស់អ្នកមួយចំនួនក៏ប៉ុន្តែខាងភាគីថៃយើងដឹងហើយថាភាគីថៃដែលគេមើលឃើញថាតែងតែចិញ្ចឹមចិត្តចង់ឈ្លានពានកម្ពុជាទេយោធាថៃនេះតាំងតែពីដើមមកគឺចិញ្ចឹមចិត្តឈ្លានពានហើយយើងឃើញថានៅពេលដែលចាប់ផ្ដើមវាសន្ធប់ចូលកម្ពុជាតាំងពីម្សិលមិញម្ដងថ្ងៃនេះយើងឃើញភាគីថៃមានហេតុផលជាច្រើនដើម្បីការពារនៅអំពើរបស់ខ្លួននឹងដោយថាខាងភាគីកម្ពុជាបានបំពេញមុនយើងទៅគេបកស្រាយមកជាហោហែបន្តបាទដើម្បីឲ្យសហគមន៍អន្តរជាតិនឹងមានថាគេធ្វើទាំងការងារការទូតគេវាយផងគេចរចាផងគេបង្ហាញថាគេនឹងជាមនុស្សដែលការពារទឹកដីគេអីចឹងទៅដូច្នេះមានន័យថាភាគីថៃហាក់ដូចជាបានត្រៀមខ្លួនច្រើនណាស់នៅក្នុងការធ្វើកិច្ចការងារនេះបាទចំពោះរឿងនៅកម្ពុជាវិញក៏មានការចោទប្រកាន់និងមានការលើកឡើងដែរថាយើងគេមើលសង្កេតឃើញថាភាសាសម្ដីរបស់លោកហ៊ុនសែនហាក់ដូចជាខុសប្លែកពីមុនជាងមុនបន្តិចខុសប្លែកជាងមុនពីមុនយើងឃើញថាលោកហ៊ុនសែនហាក់ដូចជាស្ងៀមស្ងាត់បង្ហោះបទចម្រៀងមិននិយាយមិនវិចារក៏ប៉ុន្តែប្រហែលថ្ងៃមុននេះឃើញលោកហ៊ុនសែនចាប់ផ្ដើមរៀងសម្ដីថ្លោះជាងមុនហ៊ានយកបញ្ហាថៃនេះចាប់ផ្ដើមមកផុសលើ Facebook របស់គាត់ឡើងមុនជាពិសេសកាលពីម្សិលមិញមុនពេលដែលមានការប៉ះទង្គិចគ្នានេះយើងឃើញថាលោកហ៊ុនសែនបានបង្ហោះសារមួយពាក់ព័ន្ធទៅនឹងការរៀបចំ SEA Games ដែលជាការប្រៀបធៀបកម្ពុជាថៃដែលគេចាត់ទុកថាជាការលក់លុយឌឺដងមួយមានថាការប៉ះទង្គិចគ្នានឹងកើតឡើងក្រោយពេលដែលលោកហ៊ុនសែនបង្ហោះសារឌឺដងនឹងផងទៅបាទហើយទី2លោកហ៊ុនម៉ាណែតក៏ទាប់ទៅសួរសុខទុក្ខពលរដ្ឋនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៅព្រំដែនខេត្តបន្ទាយមានជ័យរឿងមួយទៀតគេឃើញថាលោកហ៊ុនសែនបដូរផ្លាស់ឥរិយាបថហើយជំរុញឲ្យមានករណីនេះកើតឡើងនឹងមានការពិនិត្យមើលតាមដានពីមនុស្សមួយចំនួននេះគេយល់ថាអាចថាមួយរយៈចុងក្រោយនេះមានហេតុផលមួយចំនួនដូចជាការផ្ទុះឡើងនៅបញ្ហា scam online បញ្ហាដែលការលាងលុយកខ្វក់ដែលចាប់ផ្ដើមពាក់ព័ន្ធជាមួយនឹងមនុស្សចំណិតរបស់លោកហ៊ុនសែនពាក់ព័ន្ធនឹងក្រុមគ្រួសារសាច់ញាតិរបស់លោកហ៊ុនសែនតែម្ដងជាហោហែក្រោយពេលដែលស្ថានភាពព្រំដែននេះស្ងប់ស្ងាត់យើងឃើញថាបញ្ហាទាំងអស់នេះចាប់ផ្ដើមលេចលឺឡើងកាន់តែខ្លាំងដែលយើងឃើញមានតាំងពីក្រុមហ៊ុន Hoiwon Pay របស់លោកហ៊ុនតូមានក្រុមហ៊ុន Print របស់លោក Chen Si ដែលជាទីប្រឹក្សារបស់លោកហ៊ុនសែនហ្នឹងមានបញ្ហាការដកទណ្ឌកម្មមានការចាត់វិធានការពីសហគមន៍អន្តរជាតិពីប្រទេសមួយចំនួនហ្នឹងយើងឃើញថាមានបញ្ហានេះដូច្នេះគេមើលឃើញថាក៏ស្រាប់តែមានការប៉ះទង្គិចនេះនៅពេលដែលមានការប៉ះទង្គិចរឿងបញ្ហាព្រំដែននេះមនុស្សគ្រប់គ្នាចាប់ផ្ដើមចាប់អារម្មណ៍ទៅលើរឿងការប៉ះទង្គិចគ្នាហើយបានបំភ្លេចចោលនៅរឿងរ៉ាវដែលកំពុងប្រឈមជាច្រើនទៀតដូចជាបញ្ហា scam online បញ្ហាឧក្រិដ្ឋកម្មឆាបបការលាងលុយកខ្វក់ជាដើមដូច្នេះគេមើលឃើញថាភាគីថៃនិងកម្ពុជានឹងកំពុងចោទគ្នាទៅវិញទៅមករឿងអស់ហ្នឹងបាទចាដូច្នេះដូចថៃបានលើកឡើងអញ្ចឹងនៅពេលដែលយើងឮពាក្យរបស់លោកហ៊ុនសែននៅលើ Facebook ថាលោកអនុទិនយកឱកាសនេះដើម្បីធ្វើសង្គ្រាមជាមួយកម្ពុជាដើម្បីបានសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិរដ្ឋាភិបាលថ្មីហ្នឹងគឺពាក្យនេះយើងធ្លាប់ឮយើងបានឮជាហោហែមកនៅពេលដែលមានសង្គ្រាមនៅតាមព្រំដែនមានការលើកឡើងដែរថាអ្នកនយោបាយខ្មែរចាមានដឹកនាំខ្មែរមានក្រុមគ្រួសារតកូលហ៊ុនហ្នឹងគឺក៏ប្រើប្រាស់មធ្យោបាយចំនួនព្រំដែនហ្នឹងដើម្បីបានកេងចំណេញដើម្បីបានជាសម្លេងឆ្នោតនឹងដែរចាថាថៃតើមានអ្វីជាចុងក្រោយចង់លើកឡើងចាសូមជឿ
បាទអរគុណអ្នកស្រីសុជីវីយើងនឹងបន្តតាមដានបញ្ហានេះទៀតដើម្បីជម្រាបជូនលោកនាងទាក់ទងទៅនឹងស្ថានភាពប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែននេះយើងនឹងជម្រាបជូនជាបន្តបន្ទាប់ទៀតបាទហើយសូមឲ្យលោកនាងតាមដាននៅលើគេហទំព័រ Facebook របស់អាស៊ីសេរី TFA ហ្នឹងហើយយើងនឹងមានសេចក្តីរាយការណ៍ជាហោហាយបាទជូនលោកនាងបាទហើយតាក់ទងទៅនឹងបញ្ហានេះដែរទោះបីយ៉ាងណាក៏ដោយគេមើលឃើញថាថៃពិតជាបានចូលឈ្លានពានប្រើប្រាស់កម្លាំងឈ្លានពានប្រទេសកម្ពុជាតែម្ដងដោយនៅភូមិជោគជ័យនៅភូមិនេះយើងឃើញរដ្ឋក្រោះរបស់ថៃបានចូលដែនអធិបតេយ្យរបស់កម្ពុជាជាបន្តបន្ទាប់បានប្រើប្រាស់អាវុធទំនើបពីព្រោះប្រទេសថៃយើងដែរថៃគេមានលទ្ធភាពមានទាំងលុយមានទាំងកងកម្លាំងសព្វភាវុធទំនើបដូច្នេះថៃហាក់មិនញញើតជាមួយនឹងប្រទេសកម្ពុជាទេថៃពេលនេះហាក់ដូចជាបានចិត្តហាក់បានមានថាកាន់តែបានចិត្តថែមទៀតនៅពេលដែលមេដឹកនាំកម្ពុជាប្រកាសថាបន្តអត់ធ្មត់អីហ្នឹងគឺមានការវាយគ្នាមកប្រាវអីហ្នឹងគឺថាថៃហាក់ដូចជាមិនដកថយទេនៅតែបន្តវាយសន្ធប់ថែមទៀតបាទនេះហើយដល់ពេលឡែកយើងមើលទៅខាងកម្ពុជាយើងវិញកន្លងមកយើងឃើញថាមកដល់ពេលនេះដូចជាមិនទាន់បានកែតម្រង់វិស័យកងទ័ពពង្រឹងវិស័យការពារជាតិនឹងឲ្យបានធំដុំនោះទេតាំងទោះបីជាយើងធ្លាប់មានបញ្ហាប្រឈមពាក់ព័ន្ធទៅនឹងការប៉ះទង្គិចគ្នានៅខាងព្រះវិហារកាលពីឆ្នាំ2008ដល់ឆ្នាំ2011ក៏ដោយយើងឃើញថាមកដល់ពេលនេះយើងមានបញ្ហាកែតម្រង់នឹងតិចតួចហើយស្ថានភាពកងទ័ពនឹងនៅមិនទាន់មានលក្ខណៈប្រសើរនៅឡើយទេដូច្នេះអ្នកខ្លុំមើលអីនឹងតែងតែឲ្យរដ្ឋាភិបាលកម្ពុជានឹងគិតគូររឿងនេះឲ្យមែនទែនដើម្បីទប់ទល់ជាមួយនឹងសត្រូវឈ្លានពានពីប្រទេសជិតខាងនេះដើម្បីឲ្យខ្លួនឯងរឹងមាំបើសិនជាពឹងផ្អែកទៅលើប្រទេសមហាអំណាចឲ្យជួយនឹងប្រហែលជាពិបាកសង្ឃឹមណាស់នៅក្នុងស្ថានភាពដែលពិភពលោកកំពុងបាត់បង់សន្តិភាពធ្នាប់បែបនេះបាទដូច្នេះមានតែខ្លួនឯងទេដែលរឹងមាំអាចជួយខ្លួនឯងបានហើយរឹងមាំនេះបានគឺមានការកែតម្រង់ធ្វើឲ្យប្រទេសនឹងមានអភិបាលកិច្ចល្អហើយលុបបំបាត់អំពើពុករលួយអីជាដើមបាទចាអរគុណច្រើនលោកថាថៃដូច្នេះនៅថ្ងៃស្អែកចាកុំភ្លេចលោកអ្នកនាងចាយើងនឹងមានព័ត៌មានបន្ថែមព័ត៌មានថ្មីពីបញ្ហាព្រំដែននេះហើយនឹងនេះខ្ញុំក៏នឹងមានវេទិកានៃស្ដាប់វិទ្យុអាស៊ីសេរីចាដែលយើងជជែកអំពីថាតើជនរងគ្រោះដោយសារតែក្រុមហ៊ុន Prince Group និងក្រុមហ៊ុន Hui Wan Pay ហ្នឹងតើពួកគាត់អាចធ្វើអ្វីបានខ្លះដើម្បីពួកគាត់បានទទួលយុត្តិធម៌ឬក៏បានប្រាក់សំណងណាមួយសម្រាប់អ្វីដែលគាត់បានបាត់បង់ទៅឲ្យក្រុមហ៊ុនទាំងនេះចាសូមកុំភ្លេចចាយើងនឹងជួបគ្នានៅថ្ងៃស្អែកទៀតចាអរគុណថៃចាជម្រាបលាត្រឹមប៉ុណ្ណេះចាបាទសូមអរគុណសូមជម្រាបលាបាទចាលោកនាងកញ្ញាជាទីមេត្រីចាមុននឹងបិទបញ្ចប់កម្មវិធីចានេះខ្ញុំមានព័ត៌មានមួយជូនលោកអ្នកនាងទៀតចាគឺតកតងទៅនឹងពលរដ្ឋខ្មែរដែលកំពុងតែរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងចាពលរដ្ឋខ្មែរដែលកំពុងធ្វើការងារនិងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងចាបាននាំគ្នាប្រមូលផ្ដុំគ្នាធ្វើទិវាសិទ្ធិមនុស្ស10ធ្នូចាដែលពួកគាត់បានជួបជុំគ្នាកាលពីថ្ងៃទី7ខែធ្នូម្សិលមិញដើម្បីទាមទាររដ្ឋាភិបាលកម្ពុជាស្ដារប្រជាធិបតេយ្យនិងដោះលែងសកម្មជននយោបាយយុវជនបរិស្ថានយុវជនកិច្ចការសង្គមនិងអ្នកដែលជាអ្នកការពារសិទ្ធិមនុស្សនោះចាឲ្យមានសិទ្ធិសេរីភាពឡើងវិញចាសូមអញ្ជើញលោកនាងមកទស្សនាវីដេអូខ្លីអំពីរឿងនេះដូចតទៅខ្ញុំយល់ឃើញថារដ្ឋាភិបាលប្រទេសកម្ពុជាសប្តាហ៍ថ្ងៃគឺគាត់រដ្ឋបិទចំពោះសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក៏ដូចជាយុវជនដែលចង់ការពារប្រទេសជាតិការពារបរិស្ថានការដែលធ្វើបែបនេះធ្វើឲ្យកម្ពុជាបាត់បង់ទាំងស្រុងនៅលំហលទ្ធិប្រជាធិបតេយ្យឬក៏សេរីភាពសម្រាប់ពលរដ្ឋការដែលគាត់ដឹកនាំឬក៏គាត់រដ្ឋបិទបែបនេះប្រៀបដូចជាបំបត្តិសិទ្ធិរបស់ពលរដ្ឋខ្លួនឯងផ្ទាល់កាលណាដែលបំបត្តិសិទ្ធិរបស់ពលរដ្ឋខ្លួនឯងផ្ទាល់ការដឹកនាំវាពិបាកក្នុងការមើលឃើញចន្លោះខ្វះខាតរបស់រដ្ឋាភិបាលប្រជាពលរដ្ឋគឺជាកញ្ចក់មួយដែលឆ្លោះសម្រាប់បង្ហាញនៅភាពអវិជ្ជមានឬក៏អសកម្មត្រង់ណាដែលពាក់ព័ន្ធជាមួយនឹងផលប្រយោជន៍ជាតិរដ្ឋាភិបាលត្រូវមើលផងដែរថាតើពលរដ្ឋគាត់កំពុងតែត្រូវការអ្វីហើយគាត់យកទៅពិភាក្សាតើចំណុចណាជាចំណុចដែលត្រូវដោះស្រាយចម្បងប៉ុន្តែអ្វីដែលពលរដ្ឋខ្មែរមើលឃើញនឹងចង់បានសប្តាហ៍ថ្ងៃទី1សេរីភាពលទ្ធិប្រជាធិបតេយ្យទី2គាត់ចង់បាននៅសិទ្ធិសេរីភាពឬក៏លក្ខណៈថាព័ត៌មានដែលគាត់កំពុងតែរងគ្រោះអីជាដើមនេះគាត់ត្រូវការឲ្យរដ្ឋាភិបាលទទួលដឹងឮហើយនឹងចូលរួមដោះស្រាយសង្ឃឹមថារដ្ឋាភិបាលរបស់កម្ពុជានឹងពិនិត្យមើលឡើងវិញថាតើពលរដ្ឋត្រូវការអ្វីជាចាំបាច់ហើយនឹងយកទៅគិតគូរដើម្បីចូលរួមដោះស្រាយអញ្ចឹងបើសិនបើរដ្ឋាភិបាលតាំងចិត្តមានចិត្តនៅក្នុងការផ្លាស់ប្ដូរខ្ញុំជឿថាពិបាកទេប៉ុន្តែតើប្រជាពលរដ្ឋតើរដ្ឋាភិបាលកម្ពុជានេះផ្ដល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋកម្ពុជាហ្នឹងកម្រិតណាបើយើងនិយាយអំពីកម្រិតបាទគឺបាទហៅថាក្រោម50ក្រោម50នេះយ៉ាងម៉េចពុកម៉ែបងប្អូនកាលណាបើយើងនិយាយអំពីការផ្ដល់សិទ្ធិសេរីភាពទៅដល់ប្រជាពលរដ្ឋក្រោម50បានន័យថារដ្ឋាភិបាលនោះរំលោភបំពាននៅច្បាប់រដ្ឋធម្មនុញ្ញរំលោភបំពាននៅច្បាប់ឬក៏អនុសញ្ញាអន្តរជាតិដែលបានផ្ដល់ឲ្យប្រជាពលរដ្ឋបាទទាំងអស់គ្នាដើម្បីសិទ្ធិមនុស្សអាស៊ីសេរីចា
ចាលោកអ្នកនាងជាទីមេត្រីចាកផ្សាយរបស់ទូរទស្សន៍អាស៊ីសេរីចានៅយប់ថ្ងៃច័ន្ទនេះចាប់ត្រឹមតែប៉ុណ្ណេះចានាងខ្ញុំសុជីវីព្រមទាំងក្រុមការងារទាំងអស់របស់ទូរទស្សន៍អាស៊ីសេរីចាសូមអរគុណដល់លោកអ្នកនាងចាដែលចូលមកតាមដានការផ្សាយរបស់យើងចាតាំងពីដើមរហូតដល់ចប់ចាយើងខ្ញុំសូមជូនពរដល់លោកអ្នកនាងកញ្ញានិងក្រុមគ្រួសារទាំងអស់ចាសូមប្រកបតែនឹងសេចក្តីសុខសុភមង្គលនិងសុខភាពល្អកុំបីឃ្លៀងឃ្លាតឡើយចាជាពិសេសចាកងទ័ពខ្មែរយើងចានិងពលរដ្ឋខ្មែរយើងដែលនៅតាមបណ្ដោយព្រំដែនចាសូមឲ្យមានសុខសុវត្ថិភាពចានេះខ្ញុំសូមអរគុណនិងសូមជម្រាបលា